យើងចូលដល់សាច់រឿងទី1របស់យើងសាច់រឿងទី1នេះត្រូវបានចែករំលែកដោយប្រិយមិត្តម្នាក់ដែលជាមនុស្សស្រីស្របពេលដែលគាត់បានធ្វើដំណើរកម្សាន្តទៅខេត្តមួយដែលល្បីឈ្មោះនៅក្នុងប្រទេសកម្ពុជាហើយខ្ញុំនឹងប្រាប់ថាខេត្តនោះឈ្មោះអីគេតើមានរឿងរ៉ាវអ្វីខ្លះក្នុងអំឡុងពេលដំណើរកម្សាន្តរបស់គាត់ជាមួយនឹងគូដណ្ដឹងហើយនឹងប្អូនស្រីរបស់គាត់តោះយើងចូលដល់សាច់រឿងទាំងអស់គ្នាសាច់រឿងមួយនេះបានកើតឡើងនៅក្នុងឆ្នាំ2023អំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌគាត់គូដណ្ដឹងរបស់គាត់និងប្អូនស្រីរបស់គាត់ម្នាក់បានសម្រេចចិត្តថាភ្ជុំអញ្ចឹងដូចយើងគិតតែដើរលេងម្ដងទៅហើយក្រោយពីអើគ្នាអស់ហើយឯកភាពអស់ហើយពួកគាត់ក៏សម្រេចចិត្តថាខេត្តដែលពួកគាត់នឹងធ្វើដំណើរទៅគឺជាខេត្តសៀមរាបដោយសារតែការរៀបចំនេះមុនថ្ងៃមកដល់ដូច្នេះហើយពួកគាត់ក៏ចាប់ផ្ដើមស្វែងរកកន្លែងគេងដែលមើលទៅធ្ងន់ចិត្តដែលមើលទៅវាសុវត្ថិភាពសម្រាប់ផ្លូវចិត្តពួកគាត់ទាំងអស់គ្នាគាត់បានរកឃើញ resort មួយកន្លែងពិតជាស្អាតមែនទែននៅក្បែរក្រុងសៀមរាបនឹងតែម្ដងហើយគាត់សម្រេចចិត្តថាដំណើរកម្សាន្តនេះពួកគាត់នឹងគេងនៅក្នុងខេត្តមួយនោះនិងគេងនៅទីតាំងមួយនោះចំនួន2យប់វិធីធ្វើដំណើររបស់គាត់គឺការប្រើប្រាស់ឡានក្រុងគាត់អត់បើកឡានទៅខ្លួនឯងទេគឺគាត់ជិះឡានក្រុងពីភ្នំពេញទៅដល់សៀមរាបតែម្ដងគ្រាន់តែទៅដល់ភ្លាមពួកគាត់បានបន្តដំណើរទៅកាន់ resort ដែលពួកគាត់បានកក់មួយនឹងនេះគឺជាទិដ្ឋភាពរួមរបស់ resort មួយនេះដែលបងស្រីគាត់បានចែករំលែកមកកាន់ខ្ញុំគាត់ថាអញ្ចឹងនៅពេលដែលដើរចូលទៅភ្លាមមានផ្លូវមួយដែលវែងដើរចូលទៅក្នុង resort មួយហ្នឹងហើយមានដើមឈើព័ទ្ធជុំវិញសុទ្ធតែជាដើមឈើធំធំដើរចូលទៅភ្លាមគឺដល់កន្លែងតុទទួលភ្ញៀវការរចនាម៉ូដទាំងឡាយរបស់ resort មួយនេះគឺមានបែបផែនបុរាណ 100% មិនមែនជា resort ដែលរៀបចំបានបែបផែនសហសម័យឬក៏ពាក់កណ្ដាលសម័យពាក់កណ្ដាលប្រវត្តិសាស្ត្រទេអត់ទេគឺបុរាណ 100% តែម្ដងនៅត្រង់ចំណុចនេះត្រង់ចំណុចតុទទួលភ្ញៀវគឺមានជណ្ដើរកោងចំនួន2ខាងស្ដាំមួយនិងខាងឆ្វេងមួយគាត់ប្រាប់ថាទិដ្ឋភាពទាំងអស់មកត្រឹមតែដើរចូលនឹងគឺផ្ដល់អារម្មណ៍មួយដែលព្រឺឆ្អឹងខ្នងដែលវាបុរាណខ្លាំងពេកសម្រាប់អ្នកដែលចូលចិត្តស្ដាប់រឿងខ្មោចឬក៏ចូលចិត្តមើលរឿងខ្មោចតាក់ទងជាមួយខ្មោចបុរាណណាគឺទិដ្ឋភាពមួយដែលបងប្អូនអាចសម័យគ្រាន់ឃើញការតុបតែងបែបបុរាណតាមបែបតាក់ទាញភ្ញៀវទេសចរហ្នឹងគ្រាន់តែយើងឃើញថាបុរាណខ្លាំងពេកហ្នឹងគឺព្រឺបាត់ទៅហើយដែលខួរក្បាលរបស់យើងគឺបាញ់ទៅរករឿងខ្មោចមុនគេហើយគាត់គឺដូចគ្នាបេះបិទតែម្ដងក្រោយការ check in ហើយគាត់ក៏បានទទួលសោពីអ្នកទទួលភ្ញៀវសោបន្ទប់ដែលបានបង្ហាញគឺលេខ110បន្ទប់លេខ110ត្បិតថាការរចនាដែលផ្ដល់អារម្មណ៍មួយដែលគួរឲ្យខ្លាចមកឲ្យគាត់យ៉ាងណាក៏ដោយទាំងនៅក្នុងបន្ទប់ទាំងនៅខាងក្រៅកន្លែងទទួលភ្ញៀវក្តីតែគាត់ប្រាប់ថាការរចនាត្បិតថាគាត់ខ្លាចតែការរចនាទាំងមូលគាត់ឲ្យបន្ទុក10 លើ 10គឺស្អាតខ្លាំងមែនទែនបន្ទាប់ពីទទួលសោគាត់បានចូលទៅក្នុងបន្ទប់ជាបន្ទប់គេងដែលបងប្អូនអាចដឹងហើយថាដើរចូលទៅភ្លាមកន្លែងដាក់បែកជើងគឺមុខបន្ទប់ហ្នឹងខាងស្ដាំដៃគឺមានបន្ទប់ទឹកដែលប្រកបដោយទ្វារឈើហើយទ្វារឈើនោះគឺអត់បិទជិតទេគឺប្រហែលជាមានចន្លោះមកយើងឈរនៅបើសិនជាយើងចូលនៅក្នុងបន្ទប់ទឹកហ្នឹងហើយយើងមានមនុស្សម្នាក់ឈរនៅខាងក្រៅបន្ទប់ហ្នឹងគឺយើងអាចមើលឃើញជើងមួយហ្នឹងអញ្ចឹងបងប្អូនអាចសម័យឃើញថាតើចន្លោះហ្នឹងប្រហែលប៉ុណ្ណាដើរទៅមុខបន្តិចទៀតទៅបានមានគ្រែសម្រាប់គេងពួកគាត់បានទម្លាក់អីវ៉ាន់ហើយពួកគាត់ក៏មិនចាំបាច់មុជទឹករៀបចំខ្លួនអីដែរព្រោះគោលដៅបន្ទាប់សម្រាប់គាត់គឺទៅដើរលេងនៅឯប្រាសាទនានានៅតាមតំបន់នានានៅក្នុងទឹកដីអច្ឆរិយៈមួយនេះពួកគាត់បានរៀបចំហើយពួកគាត់បានចាប់ផ្ដើមកក់ទុកកក់វិលជោបាយធ្វើដំណើរដើម្បីជូនពួកគាត់ទៅដើរលេងប្រាសាទធ្លាក់ដល់ល្ងាចមើលទៅរៀងអស់កម្លាំងហើយពួកគាត់ក៏បន្តដំណើរចេញពីប្រាសាទមកកាន់ Pub Street មកញ៉ាំអាហារពេលល្ងាចមកកំសាន្តអារម្មណ៍នានានៅតំបន់មួយហ្នឹងរហូតដល់យប់បន្តិចមិនមែនជាយប់ជ្រៅទេយប់បន្តិចពួកគាត់ក៏សម្រេចចិត្តថាតោះពួកយើងធ្វើដំណើររៀងហត់ខ្លាំងពេកហើយយើងញ៉ាំឆ្អែតហើយចាំថ្ងៃស្អែកចាំយើងដើរលេងទៀតអញ្ចឹងឥឡូវនេះយើងបន្តដំណើរទៅគេងវិញសិនទៅដើម្បីសម្រាកព្រមព្រៀងហើយពួកគាត់ក៏កក់មធ្យោបាយធ្វើដំណើរម្ដងទៀតវិលត្រឡប់មកកាន់ resort ដែលពួកគាត់បានកក់វិញហើយនេះគឺជាហេតុការណ៍ទាំងមូលដែលគាត់បានជួបប្រទះនៅក្នុងបន្ទប់របស់គាត់
គាត់ប្រាប់ថាអញ្ចឹងនៅពេលដែលមកដល់បន្ទប់ម្នាក់ក៏ចាប់ផ្ដើមរៀបចំតម្រេតតម្រួលអីអស់ហើយម្នាក់ក៏ប្រាប់ថាឲ្យគាត់នឹងចូលមុជទឹកមុនគេទៅគាត់ក៏គិតថាគាត់រៀងបែកញើសគាត់ស្អិតខ្លួនដែរអញ្ចឹងបើឲ្យគាត់ចូលមុជទឹកមុនគេហ្នឹងវាល្អពេកហើយអញ្ចឹងគាត់ក៏ចាប់ផ្ដើមទាញកសែងទាញអីដើម្បីដើរតម្រង់ទៅបន្ទប់ទឹកគាត់បានមុជទឹកដោះសម្អាតខ្លួនរួចហើយមានអារម្មណ៍ថាត្រជាក់ខ្លួនស្រួលរំសាយអារម្មណ៍ខ្លាំងមែនទែនបន្ទប់ទឹកកន្លែងមុជទឹកគឺមានវាំងននមួយដែលទាញខាំងកាត់កន្លែងពីកន្លែងមុជទឹកហើយនឹងឡាវបោសម្រាប់លាងមុខលាងមាត់អីចឹងទៅចឹងគាត់កក់សក់អីហើយឲ្យត្រជាក់ខ្លួនអីអស់ហើយគាត់ក៏បើកវាំងននហ្នឹងដើរចេញពីកន្លែងមុជទឹកផ្កាឈូកហ្នឹងតម្រង់មកឡាវបោដែលមានកញ្ចក់សម្រាប់ផ្លុំសក់សម្រាប់ជូតមុខជូតមាត់អីហ្នឹងគឺគាត់ដើរមកដល់ចំណុចហ្នឹងនៅពេលដែលគាត់ដើរចេញគាត់ក៏ទាញវាំងននហ្នឹងហ៊ានបិទពាក់កណ្ដាលណាអាហ្នឹងទម្លាប់បងប្អូនមួយចំនួនប្រហែលជាអាចយល់បានដែរយើងទាញបើកហើយយើងទាញបិទពាក់កណ្ដាលវិញគឺរបៀបហ្នឹងឯងគាត់ប្រាប់ថានៅពេលដែលគាត់ជូតមុខហើយគាត់កំពុងតែដោះធ្មេញលាងសម្អាតមុខលាងសម្អាតមាត់ហើយគាត់ទាញម៉ាស៊ីនព្រុំសក់ដើម្បីយកមកផ្លុំសក់កំពុងតែសម្ងួតសក់ស្រាប់តែគាត់មានអារម្មណ៍ថាចម្លែកបែបផែនព្រឺឆ្អឹងខ្នងចម្លែកបែបផែនដូចជាមានមនុស្សណាម្នាក់ទៀតនៅក្នុងបន្ទប់ទឹកមួយហ្នឹងគឺគាត់មានអារម្មណ៍ចម្លែកបែបហ្នឹងដែលបងប្អូនអាចយល់បានថានៅពេលដែលមានភ្នែកមកគូមើលមកយើងគឺច្បាស់ណាស់យើងដឹងភ្លាមតែម្ដងគាត់ទទួលអារម្មណ៍ចម្លែកហ្នឹងគាត់មិនបានកលែកមើលទៅខាងក្រៅទ្វារណាទីតាំងដែលទាញភ្នែកឲ្យគាត់កលែកមើលគឺកន្លែងទឹកផ្កាឈូកហ្នឹងគាត់បែរមុខទៅភ្លាមអ្វីដែលគាត់បានឃើញគឺគាត់ឃើញមនុស្សស្រីម្នាក់ឈរនៅពីក្រោយវាំងននដែលគាត់បិទពាក់កណ្ដាលហ្នឹងឃើញត្រឹមខ្មងជើងមកដល់បាតជើងនេះគឺឈរនៅក្រោយនឹងតែម្ដងគាត់ស្រឡឹងមើលជើងហើយគាត់ច្បាស់ប្រកាស 100% មិនមែនជាជើងរបស់គូដណ្ដឹងរបស់គាត់ហើយក៏មិនមែនជាជើងរបស់ប្អូនរបស់គាត់ដែរមិនមែនដាច់ខាតជើងមួយគូហ្នឹងមានសភាពស្លេកស្លាំងខ្លាំងមែនទែនហើយមានទឹកហូរមកអារបៀបពងមួយទឹកតែមានទឹកហូរមកគាត់ឃើញបែបហ្នឹងគឺគាត់ភ័យខ្លាំងមែនទែនលែងផ្លុំសក់ហើយគឺបើកទ្វាររត់ចេញទៅក្រៅយ៉ាងលឿនដោយសារតែគូដណ្ដឹងរបស់គាត់ហើយនឹងប្អូនរបស់គាត់ឃើញសភាពភ័យស្លន់ស្លោរបស់គាត់ក៏បានសួរគាត់ថាមានរឿងអីមិនមានរឿងអីនៅក្នុងបន្ទប់ទឹកគាត់បានប្រាប់ថាអត់អីទេហេតុអ្វីគាត់ថាអត់អីពួកគាត់អត់ចង់បំភ័យទៅដល់2នាក់ទៀតដោយសារតែពួកគាត់ត្រូវសម្រាកនៅកន្លែងហ្នឹងមួយយប់ទៀតចឹងហើយគាត់អត់ហ៊ានបំភ័យទេពួកគាត់ក៏រៀបចំខ្លួនមុជទឹកម្នាក់ម្ដងហើយគាត់ព្យាយាមសម្លឹងមើលទឹកមុខអ្នកដែលចេញពីបន្ទប់ទឹកបន្តមកដែរចង់ដឹងថាអញ្ចេះតើមានឃើញដូចគាត់អត់ឬក៏មានតែគាត់ទេដែលឃើញប៉ុន្តែម្នាក់បង្ហាញទឹកមុខមួយដែលថាអត់មានរឿងអីកើតឡើងផងមុជទឹកធម្មតាចេញមកធម្មតាជាទឹកមុខធម្មតាដែលគាត់ចាប់ដើមមានចម្ងល់ហើយថាទេហើយមិញហ្នឹងឃើញហ្នឹងខ្មោចលងឬក៏វែងវាន់ខ្លួនឯងសម័យប្រេះផ្ដាស់ត្រឹមប៉ុណ្នេះគាត់ក៏រៀបចំខ្លួនហើយគេងនៅលើគ្រែរៀងខ្លួនរហូតដល់ព្រឹកហើយនេះគឺជាហេតុការណ៍ទី1ពេលព្រឹកឡើងពួកគាត់ចាប់ផ្ដើមរៀបចំខ្លួនចូលមុជទឹកម្ដងទៀតហើយតែដងនេះគាត់មិនមែនជាអ្នកចូលមុជទឹកមុនគេទេចឹងប្អូនគាត់នឹងគូទៅដឹងគាត់គឺចូលមុជទឹកមុនគាត់ចូលមុជទឹកក្រោយគេកំពុងតែមុជទឹកហើយគាត់ព្យាយាមសម្លឹងមើលនៅពីក្រោមវាំងននហ្នឹងនៅពេលដែលគាត់ចេញមកជូតមុខហ្នឹងណាអត់មានឃើញទេអត់មានឃើញអ្វីដូចកាលពីគាត់ឃើញយប់មិញទេគាត់ក៏ដើរចេញមកខាងក្រៅដើម្បីស្លៀកពាក់សោកអាវសោកខោកំពុងតែសោកខោអាវនេះគាត់បានដៀងភ្នែកមើលទៅក្នុងបន្ទប់ទឹកហើយគាត់បានឃើញជើងមួយគូលៀនតាមទ្វារឈើមួយហ្នឹងចេញមកឲ្យគាត់ឃើញតែម្ដងជាជើងដូចគ្នាបេះបិទនៅអ្វីដែលគាត់បានឃើញកាលពីយប់មិញគាត់ឃើញបែបនេះមិនបង្អែបង្អន់យូរហើយពួកគាត់ក៏នាំគ្នាគាត់អូសដៃគូដណ្ដឹងគាត់អូសដៃប្អូនរបស់គាត់តោះយើងចេញដំណើរទៅប្រាសាទដែលគាត់បានទៅធ្វើដំណើរនោះគឺជាប្រាសាទអង្គរវត្តនៅពេលដែលទៅដល់ប្រាសាទអង្គរវត្តគាត់បានដើរនៅក្នុងប្រាសាទហើយក៏ដើរមកញ៉ាំទឹកដូងញ៉ាំអីចឹងណារកអីញ៉ាំដើម្បីទ្រពោះព្រោះវាហត់ខ្លាំងពេកដើរនៅក្នុងប្រាសាទដូច្នេះហើយគាត់ក៏ឆ្លៀតឱកាសមួយហ្នឹងដើរចូលទៅដល់កន្លែងលក់អនុស្សាវរីយ៍គាត់សម្លឹងមើលឆ្វេងសម្លឹងមើលស្ដាំស្រាប់តែភ្នែករបស់គាត់តាក់ជាមួយនឹងរូបបដិមាព្រះពុទ្ធមួយអង្គជាទម្រង់ព្រះពុទ្ធប្រណិកដែលព្រះពុទ្ធកំពុងតែគង់សមាធិនៅក្រោមនាគក្បាល5
គាត់ឃើញហើយគាត់តាក់ចិត្តខ្លាំងមែនទែនទាំងគាត់មិនមែនជាបុគ្គលម្នាក់ដែលស្រឡាញ់រាប់អានឬក៏ចូលចិត្តក្នុងការជាវវត្ថុអញ្ចឹងទេតែមិនដឹងថាថ្ងៃហ្នឹងវាកើតរឿងអ្វីដែលតាក់ចិត្តឲ្យគាត់នេះឃើញពុតបាតមាមួយហ្នឹងហើយគឺសម្រេចចិត្តយកជាវតែម្ដងគាត់បានដាក់នៅក្នុងសាកដោរបស់គាត់ហើយពួកគាត់បានបន្តដំណើរធ្វើដំណើរដើរលេងនៅតាមបណ្ដាប្រាសាទជាគោលដៅរបស់គាត់រហូតដល់ញ៉ាំអីហើយរៀបចំខ្លួនអស់ហើយរហូតដល់វិលត្រឡប់មកកាន់កន្លែងគេងវិញនេះគឺជាហេតុការណ៍ទី2នៅយប់ទី2នេះគាត់មានអារម្មណ៍ថាខ្លាចខុសធម្មតាមិនដឹងថាបែបណាអញ្ចឹងហើយគាត់ក៏លើកគំនិតថាតោះឥឡូវ3នាក់យើងគេងនៅលើក្រែតែមួយទៅពិជាតិអញ្ចឹងទៅគូតដឹងរបស់គាត់និងប្អូនស្រីរបស់គាត់ក៏ឯកភាពហើយពួកគាត់ក៏គេងទៅគេងលង់លក់យ៉ាងស្កប់ស្កល់ប៉ុន្តែប្រហែលជាម៉ោង12យប់សុកគាត់ក៏បើកភ្នែកមួយទំហឹងតែម្ដងបើកភ្នែកកឡោតតែម្ដងជាអារម្មណ៍មួយដែលពងតែគេងបើសិនជាយើងបើកភ្នែកទាំងមិនទាន់អស់ងងុយវាច្បាស់ប្រកាសជាមីមាំងបើកភ្នែកមកមីតែនេះគ្រាន់តែគៀកម៉ោង12ភ្នែករបស់គាត់បើកតើងតែម្ដងណាដូចស្វាងចេះដូចញ៉ាំកាហ្វេមួយកែវហើយគឺបើកភ្នែកធំខ្លាំងមែនទែននៅពេលដែលគាត់បើកភ្នែកគាត់ឆ្ងល់មែនទែនចំមិនក៏ដឹងខ្លួនអញ្ចឹងគាត់សម្លឹងមើលជុំវិញខ្លួនគាត់អ្វីដែលគាត់បានឃើញគឺមានមនុស្សច្រើនខ្លាំងមែនទែនមានទាំងក្មេងមានទាំងចាស់មិនក្រោម10នាក់ទេស្លៀកពាក់តាមបែបបុរាណចម្រុះពណ៌បានឈរព័ទ្ធជុំវិញខ្លួនរបស់គាត់ហើយមើលមកកាន់គាត់ជាទម្រង់មួយដែលមិនបង្ហាញភាពអាក្រក់ទេតែជាទម្រង់បែរមករាក់ទាក់ចង់ស្គាល់ចង់ដឹងឬក៏បែបផែនមួយដែលថានឹកនាមកញញឹមដាក់គាត់មិនបានធ្វើបាបគាត់អ្វីតែទាល់តែសោះតែបំណាច់ថាគាត់ខ្លួនឯងនេះភ័យគាត់មិនដឹងធ្វើបែបណាទោះគេបង្ហាញអាការៈមួយដែលថាគេចង់រាប់អានគេរាក់ទាក់បែបណាក៏ដោយតែដោយសារបំណាច់ថាគាត់ភ័យខ្លាំងពេកគាត់ប្រឹងបិទភ្នែកមួយទំហឹងសង្ងំគេងរហូតដល់លក់ទៅវិញមិនយូរប្រហែលទេប្រហែលជាម៉ោង2យប់ស្រាប់តែគាត់បើកភ្នែកមកម្ដងទៀតតែដងនេះនៅពេលដែលគាត់បើកភ្នែកមកភ្នែករបស់គាត់បានបាញ់ទៅមុខទូសំអាងដែលនៅចុងជើងរបស់គាត់អ្វីដែលគាត់ឃើញគឺគាត់ឃើញមនុស្សស្រីម្នាក់កំពុងតែអង្គុយសិតសក់ដ៏វែងរបស់គាត់ដល់ដីគាត់ស្លៀកពាក់តាមរបៀបឈុតគេងរបៀបឈុតគេងយប់ពណ៌សគឺស្លៀកបែបហ្នឹងហើយកំពុងតែសិតសក់បែរទៅមុខកញ្ចក់កំពុងតែសិតសក់សម្បុរសស្គូសរបៀបសស្លេកនៅក្នុងចិត្តគាត់គឺមានអារម្មណ៍ថាដោយកូនចៅចិនស្អាតណាកំពុងតែសិតសក់ស្រាប់តែម្នាក់ហ្នឹងបែរមុខមកកាន់គាត់យឺតនៅពេលដែលកំពុងតែបែរហ្នឹងម្នាក់ស្រីដែលកំពុងតែសិតសក់ហ្នឹងញញឹមដាក់គាត់ជាទស្សនភាពញញឹមមួយដែលគួរឲ្យខ្លាចបំផុតបងប្អូនអាចសម័យឃើញទេខ្ញុំខំទៅសម័យឃើញហ្នឹងក៏ខ្ញុំភឺក្បាលដែរសាហាវបើពងតែសិតសក់នេះហើយបែរមុខមកកាន់គាត់ម្ដងបន្តិចហើយញញឹមដាក់គាត់ណាមកត្រឹមតែទស្សនភាពបែរមកញញឹមហ្នឹងគាត់ភ័យខ្លាំងមែនទែនគាត់ស្ទុះស្ទាទៅយកព្រះពុទ្ធដែលគាត់បានជាវហ្នឹងបានយកមកដាក់នៅក្បាលគ្រែរបស់គាត់ស្រាប់តែបែរមកវិញមកត្រឹមតែដាក់ហើយបែរមកវិញម្នាក់នោះក៏បាត់ទៅហើយមកត្រឹមចំណុចនេះគាត់ដឹងច្បាស់ថាខ្មោចលងគាត់ភ័យរហូតទៅដល់ដាច់ប៉ោះភ័យរហូតដល់ស្លាប់បាននេះសេចក្តីភ័យរបស់គាត់គឺខ្លាំងមែនទែនស្លុតខ្លាំងមែនទែនរហូតដល់ស្លាប់ព្រឹកឡើងក្រោយដឹងខ្លួនគាត់ក៏បង្ខំគូទៅដឹងរបស់គាត់និងប្អូនរបស់គាត់ឲ្យឆាប់ check out ឲ្យលឿនជាទីបំផុតហើយវិលត្រឡប់ទៅភ្នំពេញវិញនៅម៉ោង9ព្រឹកនេះមានន័យថាដឹងខ្លួនបាច់ញ៉ាំអីទេឡើងឡានទៅវិញទៅដល់ភ្នំពេញគាត់ក៏បានរៀបរាប់នៅរឿងរ៉ាវទាំងអស់ដែលគាត់ស្លន់ទាំងប្រមាណនឹងទៅប្រាប់គូទៅដឹងរបស់គាត់និងប្អូនរបស់គាត់ប៉ុន្តែអ្វីដែលគាត់បានដឹងគឺមិនមានហេតុការណ៍ណាមួយដែលគួរឲ្យកត់សម្គាល់បានកើតឡើងចំពោះគូទៅដឹងរបស់គាត់ឬក៏បានកើតឡើងចំពោះប្អូនគាត់ទាល់តែសោះរឿងរ៉ាវទាំងអស់គឺកើតឡើងចំពោះតែគាត់តែប៉ុណ្ណោះហើយនេះគឺជាសាច់រឿងរបស់គាត់ទាំងមូលដែលគាត់មានសំណួរសួរថាហេតុអីបានអ្វីដែលគាត់បានឃើញហ្នឹងគឺជាអ្វីហើយហេតុអ្វីបានមានរឿងរ៉ាវច្រើនម្លេះដែលកើតជុំវិញខ្លួនគាត់នៅក្នុងដំណើរកម្សាន្តមួយនេះសម្រាប់បងប្អូនប្រិយមិត្តដែលចូលចិត្តវិស័យរឿងខ្មោចតើបងប្អូនមានការវែកញែកបែបណាដែរសូមបងប្អូនទាំងអស់គ្នាមេត្តា comment នៅពីក្រោមវីដេអូនេះនេះគឺជាទស្សនៈរបស់ខ្ញុំហើយនឹងការមើលឃើញរបស់ខ្ញុំហើយខ្ញុំនឹងប្រាប់ទៅម្ចាស់សាច់រឿងនិងជូនជាមតិយោបល់មួយចំនួនជូនទៅបងប្អូនទាំងអស់គ្នា
អ្វីដែលគាត់បានឃើញម្នាក់ស្រីនោះច្បាស់ណាស់ 100% គឺខ្មោចហើយដែលយើងអត់ដឹងថាតើខ្មោចមួយនោះគឺជាខ្មោចដែលបាត់បង់ជីវិតនៅលើដីហ្នឹងឬក៏នៅក្នុងបន្ទប់ហ្នឹងយើងអត់ដឹងទាំងអស់គ្នាប៉ុន្តែអ្វីដែលយើងដឹងប្រកាសគឺវិញ្ញាណរបស់គេគឺស្ថិតនៅក្នុងឬក៏ចងជើងគេហ្នឹងនៅក្នុងបន្ទប់មួយហ្នឹងហើយវាជារឿងធម្មតាណាស់ដែលខ្មោចនៅពេលដែលលងវាមិនមែនលងទាំងអស់គ្នានៅក្នុងបន្ទប់ហ្នឹងទេវាជ្រើសរើសលងបុគ្គលណាមួយដែលមាននិស្ស័យឬក៏វាចង់បង្ហាញឬក៏អមនុស្សមួយហ្នឹងចង់បង្ហាញទៅបុគ្គលម្នាក់ហ្នឹងចឹងទោះមនុស្សនៅក្នុងហ្នឹងមាន100នាក់គេនៅក្នុងបន្ទប់ហ្នឹងក៏ដោយបើសិនជាគេចង់បង្ហាញឲ្យបងស្រីឃើញតែម្នាក់ឯងគឺមានតែបងស្រីតែម្នាក់ប៉ុណ្ណោះដែលឃើញត្រង់ចំណុចថាហេតុអ្វីបានគាត់ឃើញព្រះពុទ្ធបដិមាដែលប្រក់នេះក្បាល5ហ្នឹងហើយគាត់ឃើញហើយគាត់ស្រឡាញ់នេះរាប់ថាជានិស្ស័យជាការដល់ពេលវេលាដែលគាត់ត្រូវគោរពប្រតិបត្តិឬក៏បែបណាខ្ញុំមិនហ៊ានអះអាងតែអ្វីដែលខ្ញុំហ៊ានអះអាងគឺជានិស្ស័យអាចជានិស្ស័យរបស់គាត់ដែលតាក់ទិនតាំងពីបុរេប្រវត្តិប្រហែលជាអតីតជាតិណាមួយដែលគាត់ធ្លាប់នៅឯទីតាំងមួយហ្នឹងហើយអ្វីដែលគាត់បានជាវហ្នឹងគឺជាតំណាងតែប៉ុណ្ណោះបានន័យថាតំណាងមួយដែលបញ្ជាក់ប្រាប់គាត់ថារបៀបថាផ្លូវអបិយជំនឿឬក៏អរូបទាំងឡាយដែលមានឫទ្ធិទាំងបានឬក៏អ្នកដែលមាននិស្ស័យជាមួយគាត់ហ្នឹងជូនគាត់គឺជាអនុស្សាវរីយ៍មានន័យថាអញ្ចឹងជាវរបស់មួយហ្នឹងទៅហើយនៅពេលដែលគ្រប់ប្រតិបត្តិទៅដូចគ្រប់ប្រតិបត្តិពួកគាត់អញ្ចឹងហើយនៅពេលដែលបន់ស្រន់ពួកគាត់នឹងលឺយោងទៅតាមរូបសំណាកឬក៏រូបបដិមាមួយហ្នឹងកន្លែងហ្នឹងបងប្អូនអាចយល់បានទេបងប្អូនព្រោះដោយសារតែបើយើងនិយាយថាវិញ្ញាណដែលតាមថែរក្សាមិនមែនច្បាស់ថាមកសន្តិដ្ឋនៅក្នុងរបស់មួយហ្នឹងទេតែវាពេលដូចជាទូរស័ព្ទអញ្ចឹងណាបងប្អូនមានន័យថានៅពេលដែលគេកំណត់ថារបស់មួយហ្នឹងគឺជាទូរស័ព្ទរបស់ខ្ញុំអញ្ចឹងមានការអីនិយាយទៅកាន់របស់មួយហ្នឹងទៅខ្ញុំនឹងទទួលបានសេវានៅខាងមួយទៀតរបៀបអញ្ចឹងណាអញ្ចឹងនៅពេលដែលគាត់គេងហើយគាត់បើកភ្នែកកឡោតម៉ោង12យប់ហើយគាត់បានឃើញមនុស្សចាស់ទាំងឡាយមនុស្សក្មេងទាំងឡាយដែលស្លៀកពាក់តាមបែបបុរាណស្អាតមកញឹមដាក់គាត់ហ្នឹងដូចកំពុងតែមកស្វាគមន៍គាត់សារជាថ្មីថាស្វាគមន៍ទីបំផុតខ្ញុំបានជួបអ្នកហើយក្នុងន័យមួយដែលវិជ្ជមានទេអានេះដោយសារតែគាត់ខ្លួនឯងភ័យទេប៉ុន្តែធៀបពិតទៅគេមកបង្ហាញនេះអាចក្នុងលក្ខណៈណាមួយដែលសាច់ញាតិបែកបងប្អូនណារបៀបអញ្ចឹងវាអាចក្នុងទិដ្ឋភាពមួយហ្នឹងត្រង់ចំណុចនេះខ្ញុំចង់ភ្ជាប់ដូចគ្នាតើមានបងប្អូនប្រមាណអ្នកដែលគាត់ដឹងខ្លួនគាត់អាចពិចារណាបានណាបងប្អូនធ្លាប់ទេដើរទៅលេងប្រាសាទដល់ចំណុចណាមួយដូចថាយើងទៅប្រាសាទហ្នឹងឯងប៉ុន្តែអត់ដែលដើរទៅដល់ចំណុចមួយហ្នឹងឯងដើរលេងរហូតជាជ្រាំដែរតែមានថ្ងៃមួយដែលបងប្អូនទាំងអស់គ្នាបានដល់ចំណុចមួយហ្នឹងនៃប្រាសាទដដែលស្រាប់តែបងប្អូនចាប់ផ្ដើមមានអារម្មណ៍ថាក្តុកក្ដួលមានអារម្មណ៍ថាសុកយំហូរទឹកភ្នែកដោយមិនដឹងខ្លួនមានអារម្មណ៍ថាដិតដាមនៅកន្លែងហ្នឹងធ្លាប់ទេបងប្អូនត្រង់ចំណុចនេះតើហេតុអ្វីហើយខ្ញុំជឿថានៅពេលដែលកើតហេតុចំពោះបងប្អូនទាំងអស់គ្នាអ្នកជុំវិញខ្លួនប្រកាសជាបើកភ្នែកឲ្យមើលទៅបងប្អូនទាំងស្រឡាំងកាំងថាចង់មានរឿងអីត្រូវយំទាំងបងប្អូនខ្លួនឯងមិនដឹងសោះឡើយថាតើមានរឿងអ្វីទើបបានបងប្អូនទាំងអស់គ្នាយំបកស្រាយខ្លួនឯងអត់ចេញគ្រាន់តែដឹងថានៅពេលនេះគឺជាអារម្មណ៍សំណោះសណោចអារម្មណ៍សែតអារម្មណ៍មួយដែលត្រូវតែយំណាបងប្អូនធ្លាប់ជួបប្រទះរឿងងាវបែបហ្នឹងទេបើសិនជាជួបប្រទះរឿងរ៉ាវបែបនេះសម្រាប់តែអ្នកជួបប្រទះតែប៉ុណ្ណោះហើយអ្វីដែលខ្ញុំនឹងប្រាប់ទៅបងប្អូនសូមមេត្តាកុំយកចិត្តទុកដាក់ខ្លាំងពេកណាបងប្អូនទាំងអស់គ្នាតដែលខ្ញុំមិនអ្នកចេះអ្នកស្អីទេខ្ញុំបញ្ជាក់តដែលនេះគ្រាន់តែជាបទពិសោធន៍ដែលខ្ញុំចង់ចែករំលែកយោងទៅតាមការស្រាវជ្រាវរបស់ខ្ញុំតែប៉ុណ្ណោះអ្វីដែលខ្ញុំបានដឹងគឺបានន័យថាទីតាំងមួយហ្នឹងកាលពីអតីតជាតិណាមួយបង្កប់នៅអត្តន័យនៃជីវិតរបស់អតីតជាតិរបស់បងប្អូនណាមួយនោះដែលធ្វើឲ្យបងប្អូននៅពេលដែលកើតពីមួយជាតិទៅបងប្អូនបានភ្លេចពីរឿងអតីតកាលបានកប់នៅរឿងអតីតកាលតែមកដល់ចំណុចអតីតកាលមួយហ្នឹងវាភ្ញោចទៅហាត់ឌីសនៃដួងព្រលឹងរបស់បងប្អូនណាត្រង់ចំណុចមួយហ្នឹងដែលធ្វើឲ្យបងប្អូនមានសភាពអាចជាសប្បាយខ្លាំងហួសហេតុអាចជាអារម្មណ៍មួយដែលខុសប្រក្រតីដែលមិនគួរមានអារម្មណ៍មួយហ្នឹងក្នុងស្ថានភាពមួយហ្នឹងអាចជាការពិបាកចិត្តយំអីជាដើមណាវាមានរឿងបតៈណាមួយការពីអតីតជាតិរបស់បងប្អូនចឹងត្រង់ចំណុចនេះខ្ញុំនិយាយត្រឹមតែប៉ុណ្្នឹងទេហើយខ្ញុំមិនហ៊ានបកស្រាយអីឲ្យវាស៊ីជម្រៅឲ្យវាលឹះអីឲ្យវាខ្លាំងអីឲ្យហួសហេតុដល់កម្រិតណាទេជឿឬមិនជឿជាសិទ្ធិសម្រេចរបស់បងប្អូនទាំងអស់គ្នា
ហើយចំណុចមួយនេះគង់មានវីដេអូណាមួយនៅក្នុងថ្ងៃអនាគតខ្ញុំនឹងលើកយកនៅអ្វីដែលខ្ញុំបានដឹងមកចែកជូនទៅបងប្អូនទាំងអស់គ្នាប៉ុន្តែខ្ញុំប្រហើបគេហៅ spoil បងប្អូនតិចចុះអ្នកវិទ្យាសាស្ត្របានរកឃើញថាខួរក្បាលមនុស្សប្រើប្រាស់បានត្រឹមតែ3ទៅ 5% តែប៉ុណ្ណោះចុះអា97ហើយ95% ទៀតនោះជាអ្វីចឹងក្នុងករណីនេះខ្ញុំ spoil តែប៉ុណ្្នឹងទេគង់មានឱកាសណាមួយខ្ញុំនឹងអាចជម្រាបទៅបងប្អូនបានតោះឥឡូវនេះយើងចូលដល់សាច់រឿងមួយទៀតរបស់ប្រិយមិត្តកម្មវិធីជាអ្វីដែលបានចែកសាច់រឿងមួយនេះនៅក្នុងទីតាំងខេត្តកំពង់ចាមជាទីរួមខេត្តតែម្ដងនៅក្នុងឆ្នាំ2015នៅពេលនោះគាត់បានទទួលតំណែងថ្មីហើយនឹងផ្លាស់ប្ដូរភារកិច្ចដែលតម្រូវឲ្យគាត់ទៅទីតាំងកាន់ការងារនឹងនៅខេត្តកំពង់ចាមមួយនឹងអញ្ចឹងហើយដោយសារតែគាត់មានភរិយាហើយអញ្ចឹងគាត់បានន័យថារើបង្វិចមួយរយៈហ្នឹងទៅនៅតំបន់មួយហ្នឹងពេលនោះគាត់ក៏ឲ្យប្រពន្ធរបស់គាត់និងប្អូនស្រីរបស់គាត់ដើររកផ្ទះសម្រាប់ជួលព្រោះគាត់នៅតែម្ដងបានតែចាក់គ្រឹះនៅកន្លែងនោះមួយរយៈដើម្បីកាន់ការរបស់គាត់ប្អូនស្រីរបស់គាត់និងប្រពន្ធរបស់គាត់ធ្វើការស្វែងរកផ្ទះហ្នឹងតែ2នាក់តែប៉ុណ្ណោះដោយឡែកបងប្រុសគាត់កំពុងតែបំពេញភារកិច្ចនៅឯទីក្រុងភ្នំពេញនៅឡើយពួកគាត់បានធ្វើដំណើរទៅកាន់ខេត្តកំពង់ចាមហើយបានរកឃើញផ្ទះមួយកន្លែងមែនត្រឹមរយៈពេល2ថ្ងៃតែប៉ុណ្ណោះគាត់រកឃើញផ្ទះមួយកន្លែងផ្ទះមួយនោះគឺនៅតាមដងផ្លូវទៅកាន់ពលានចាស់ពួកគាត់ក្រោយពីបានឃើញហើយគាត់ក៏សម្រេចចិត្តថាជួលកក់លុយកក់អីមកវុបតែម្ដងមិនបានជម្រាបសូម្បីតែបន្តិចជាដំណឹងបន្តិចឲ្យទៅម្ចាស់សាច់រឿងជាបងប្រុសហ្នឹងជាប្តីហ្នឹងមិនបានប្រាប់ទាល់តែសោះបងប្រុសក៏មិនបានឃើញផ្ទះហ្នឹងបងប្រុសក៏មិនបានឃើញស្ថានផ្ទះឬក៏ទិដ្ឋភាពផ្ទះទាំងមូលដឹងត្រឹមតែមួយម៉ាត់ថាបានជួលបានហើយដល់ថ្ងៃកំណត់ពួកគាត់ក៏ចាប់ផ្ដើមរៀបចំអីវ៉ាន់ឬក៏សម្ភារៈមួយចំនួនដែលគាត់ត្រូវប្រើប្រាស់ប្រចាំថ្ងៃរបស់គាត់រើប្រវត្តិដាក់ឡានហើយជិះតម្រង់ទៅខេត្តកំពង់ចាមថ្ងៃដំបូងដែលបងប្រុសបានទៅដល់គាត់បានឃើញសន្តានផ្ទះមួយហ្នឹងជាប្រភេទដីឡូដាច់តោះនេះកន្លែងហ្នឹងបងប្អូនមានន័យថាដីឡូហើយសង់លបងព័ទ្ធជុំវិញមិនមែនជាប្រភេទផ្ទះល្វែងទេតែជាដីឡូតែម្ដងហើយមានផ្ទះមួយនៅចំកណ្ដាលដីផ្ទះមួយនោះគឺជាប្រភេទផ្ទះឈើខាងលើហើយថ្មខាងក្រោមបន្ទប់នៅជាន់ទី1គឺស្ថិតនៅខាងមុខផ្ទះហើយមានវេរ៉ង់ដាឈរអីត្រឹមត្រូវរបៀបផ្ទះឈើបុរាណពេលទៅដល់ភ្លាមគាត់អត់បានដើរចូលទៅដល់ក្នុងលបងផ្ទះតែម្ដងទេតែគាត់គិតថាអញ្ចឹងបើសិនជាគាត់បានមកធ្វើការនៅកន្លែងហ្នឹងហើយអញ្ចឹងគាត់មិនដែលស្គាល់ភូមិសាស្ត្រមិនដែលស្គាល់ពីស្ថានភាពនៅក្នុងតំបន់ហ្នឹងទេអញ្ចឹងក្នុងករណីហ្នឹងវាមិនចង្រៃអីនៅក្នុងការរាប់ញាតទេអញ្ចឹងហើយគាត់ក៏គិតថាទៅរាប់អានអ្នកចិត្តខាងខៃលោពឹងគាត់ជាភ្នែកជាច្រមុះមានការអីយើងដឹងថារត់ទៅរកអ្នកណាជួយគួរតែនិយាយថាអញ្ចឹងគាត់ក៏ដើរទៅកាន់ផ្ទះអ្នកចិត្តខាងដែលនៅជាប់លបងផ្ទះហ្នឹងទទួលគេវរៈកិច្ចជារួមមានអីវ៉ាន់មានផ្លែឈើមានអីចឹងណានំនែកតិចតួចយកទៅផ្ញើទៅអ្នកចិត្តខាងហ្នឹងហើយផ្ដាំផ្ញើថារបៀបថាខ្ញុំសូមផ្ញើខ្លួនផងណាខ្ញុំនៅផ្ទះមួយនេះទេអញ្ចឹងហើយបើមានការអីជួយប្រាប់ខ្ញុំផងហើយយើងរាប់អានគ្នាទៅបើមានធរៈអ្វីធ្ងន់ស្រាលក៏អាចប្រាប់គ្នាបានពួកគាត់បានសំណេះសំណាលអ្នកចិត្តខាងបានសួរគាត់មកធ្វើការអីផ្នែកអីជាដើមលាក់បោបាច់លាក់នឹងលាក់អីចឹងទៅរហូតដល់ធ្លាក់មកកាន់ប្រធានបទមួយក្រោយពីការសន្ទនាមួយរយៈអ្នកចិត្តខាងរបស់គាត់ក៏បានលន់មាត់ថាចាផ្ទះមួយហ្នឹងអត់ដែលមានអ្នកនៅយូរទេនៅត្រឹមតែកន្លះខែដឹងតែរើចាញ់តែហ្មងគាត់លឺបែបហ្នឹងគាត់រៀងវាក់ដែរគាត់គិតថាហើយមិនសុកមកប្រាប់គាត់ថាអញ្ចឹងតើគេចង់ឲ្យស្នូអីមកគាត់ឬក៏បែបណាតែគាត់គិតថាមិនអីទេគិតធម្មតាទេយើងមិននៅធម្មតាតាអញ្ចឹងគាត់ក៏តបទៅអ្នកចិត្តខាងថាអ៊ំកុំគិតច្រើនពេកវាមិនអីទេណាមួយក្រៃលោកគេមានភារកិច្ចអីគេដឹងគេមកនៅបានត្រឹមកន្លះខែក៏គេមានភារកិច្ចក្នុងការរើកន្លែងអីចឹងទៅដើម្បីផ្លាស់ប្ដូរការងារដូចគាត់អញ្ចឹងណាផ្លាស់ប្ដូរពីមួយកន្លែងឥឡូវមកធ្លាក់មកត្រឹមកំពង់ចាមមកធ្វើការអញ្ចឹងណាមករយៈត្រូវទៅអីទៀតចឹងទៅអញ្ចឹងក្នុងករណីហ្នឹងយើងមិនអាចសន្មត់ថារឿងអបិយជំនឿទេតែអ៊ំអ្នកចិត្តខាងហ្នឹងគាត់បានប្រាប់តែចេះអត់ទេអូនមិនមែនមកគ្រួសារណាវាច្រើនគ្រួសារដែលមកនៅត្រឹមតែកន្លះខែអីគឺរត់ចេញតែម្ដងយូរបំផុតគឺកន្លះខែគាត់នៅតែប្រកាន់គោលការណ៍មួយដែលថាវាមិនអីទេណាមួយទៀតប្រហែលជាគេមានភារកិច្ចហើយគោលការណ៍មួយនេះគឺជាគោលការណ៍ដែលគាត់ប្រកាន់ជាប់ខ្លួននិយាយគ្នាលេងហើយពួកគាត់ក៏សម្រេចចិត្តដើរទៅរៀបចំ
ផ្ទះសម្បែងដែលគាត់ជួលជាផ្ទះថ្មីទីតាំងថ្មីសម្រាប់គាត់មួយជំហានដំបូងដែលគាត់បានបោះចូលទៅដល់ទីតាំងដីនឹងតែម្ដងមួយជំហានដែលផុតលបងគឺគាត់ទទួលអារម្មណ៍ដឹងភ្លាមចូលទៅដល់ក្នុងផ្ទះថាផ្ទះមួយនេះមិនធម្មតាគាត់បើកទ្វារចាក់សោចូលទៅដល់ក្នុងផ្ទះគាត់ប្រាប់ថាក្នុងផ្ទះគឺត្រជាក់ខ្លាំងមែនទែនត្រជាក់ស្មើនឹងបើកម៉ាស៊ីនត្រជាក់ចោល16អង្សាចោលគឺត្រជាក់យកតែមែនទែនដែលគាត់និយាយថាវាត្រជាក់ហួសហេតុនឹងស្មានមិនដល់គឺត្រជាក់មិនធម្មតាអារម្មណ៍ត្រជាក់មួយនេះបានផ្ដល់ឲ្យគាត់នេះជាអារម្មណ៍មួយទៀតគឺព្រឺឆ្អឹងខ្នងខ្លាំងមែនទែនហើយគាត់ច្បាស់ក្នុងចិត្តថាក្នុងផ្ទះនេះ 100% ប្រកាសជាមានវិញ្ញាណហើយអារម្មណ៍មួយទៀតក៏បានប្រាប់គាត់ដែរថាប្រហែលជាគេមិនសប្បាយចិត្តដែលមានវត្តមានគាត់នៅទីនេះដែលគាត់បានមករំខាននៅកន្លែងគេហើយត្រង់ចំណុចនេះក៏គាត់នឹកឃើញថាអញ្ចឹងតាបានអ្នកចិត្តខាងនិយាយថាអ្នកនៅនឹងមិនបានកន្លះខែផងរត់ចេញណាប្រហែលជាតាក់ទិនជាមួយនឹងវិញ្ញាណនៅក្នុងផ្ទះមួយហ្នឹងហើយតែគាត់ព្យាយាមបន្លែបន្លប់គិតថាអត់អីយើងនៅយើងកុំខ្វល់យើងមិនធ្វើអីគេក៏មិនធ្វើអីយើងដែរពួកគាត់បានរៀបចំផ្ទះចាប់ផ្ដើមដើរមើលជុំវិញផ្ទះគាត់ចាប់ផ្ដើមកំណត់ថាអូខេកន្លែងនេះដាក់ទូកន្លែងនេះដាក់ទូទឹកកកកន្លែងនេះដាក់អីអញ្ចឹងទៅគាត់ចាប់ផ្ដើមដៅគោលពងនីមួយថាកន្លែងណាត្រូវដាក់អីកន្លែងណាត្រូវដាក់អីនៅជាន់ក្រោមផ្ទាល់ដីណាតែទាស់ត្រង់ចំណុចថានៅជាន់ទី1ផ្ទាល់ដីហ្នឹងជាន់ផ្ទាល់ដីហ្នឹងវាមានបន្ទប់មួយហើយបន្ទប់នោះគឺចាក់សោចិត្តតែម្ដងម្ចាស់ផ្ទះបានប្រាប់យ៉ាងច្បាស់ថាមិនបាច់ឈឺក្បាលទេបន្ទប់នឹងជាប់សោវាចាក់សោនៅត្រឹមហ្នឹងទៅចឹងគាត់ក៏រៀបចំខាងក្រោមនឹងដោយមិនអើពើណាមួយគាត់គិតថានៅបានមួយរយៈផងចាក់ក៏ចាក់ទៅរឿងរបស់គេទេគាត់រៀបចំខាងក្រោមហើយគាត់ក៏ដើរឡើងទៅខាងលើមើលជាជាន់ឈើគ្រាន់តែដើរទៅដល់ព្រាមគាត់ទទួលបានអារម្មណ៍មួយអារម្មណ៍គាត់ប្រាប់ថាមានគេកំពុងតែមើលគាត់ងាកមើលទៅអត់មានឃើញអ្វីទាំងអស់តែគាត់កលេចមានចំណុចមួយនៃផ្ទះនៅហ្នឹងបានទាញភ្នែកឲ្យគាត់ដឹងស្នូគឺត្រង់ចំណុចធ្នឹមផ្ទះតែគាត់ក៏លេចឆ្វេងក៏លេចស្ដាំផ្ទះត្រឹមធ្នឹមផ្ទះគឺត្រឹមនឹងតែម្ដងទាំងនៅធ្នឹមផ្ទះនឹងអត់មានអ្វីទាំងអស់គាត់បានដើរតម្រង់ទៅជិតធ្នឹមផ្ទះមួយនឹងគាត់ស្លឹងមើលជុំវិញអត់មានឃើញដៃគោលក៏គាត់អត់មានឃើញអីចម្លែកអីដែរពេលនោះគាត់ក៏កលេចក្បាលរបស់គាត់នេះភ្នែករបស់គាត់បែរឡើងលើទៅចំណុចដំបូលផ្ទះអ្វីដែលគាត់ឃើញគឺគាត់ចម្លែកចិត្តខ្លាំងបំផុតព្រោះត្រង់ចំណុចកណ្ដាលធ្នឹមផ្ទះនៅខាងលើគឺគេមានចងច្រវាក់ជាការចងច្រវាក់ព័ទ្ធធ្នឹមខាងលើផ្ទះនឹងតែម្ដងដែលគាត់ឆ្ងល់ក្នុងចិត្តថាថ្មីម៉េះមិនក៏គេចងច្រវាក់នៅនឹងអញ្ចឹងគាត់ព្យាយាមបន្លែបន្លប់ហើយគាត់ចាប់ផ្ដើមដៅពងផ្សេងនៅខាងលើនឹងឯងហើយគាត់ក៏ព្យាយាមមិនប្រាប់រឿងរ៉ាវទាំងអស់ដល់ប្រពន្ធរបស់គាត់ដែរដល់ប្អូនស្រីរបស់គាត់ដែរហើយក៏ព្យាយាមបន្លែបន្លប់ពួកគាត់ជិះជាងកុំឲ្យពួកគាត់ប្រទះឃើញច្រវាក់មួយនឹង6ថ្ងៃដំបូងដែលគាត់នៅគឺអត់មានអ្វីកើតឡើងទាល់តែសោះគឺសុខធម្មតាគឺគេងប្រកបជីវិតរាល់ថ្ងៃប្រចាំថ្ងៃដើរទៅយ៉ាងរលូនតែចូលដល់ថ្ងៃទី7ជាថ្ងៃដែលគាត់ហើយនឹងប្រពន្ធរបស់គាត់ត្រូវចូលរួមពិធីបង់គេមួយដែលតម្រូវត្រូវចាំបាច់ឲ្យគាត់ចូលរួមខានមិនបានពួកគាត់បានរៀបចំខ្លួនដើម្បីចេញទៅសល់តែប្អូនស្រីរបស់គាត់ម្នាក់គត់នៅក្នុងផ្ទះនោះគាត់បានធ្វើដំណើរដល់កន្លែងបង់គេនឹងហើយគាត់ចូលរួមកំពុងតែចែកំពុងតែញ៉ាំកំពុងតែទទួលទានជាស្រវឹងផងលាក់នឹងលាក់ដល់ម៉ោងប្រហែលជា10យប់គាត់ក៏ទទួលបានទូរស័ព្ទមួយគាត់លើកទូរស័ព្ទរបស់គាត់មើលគាត់ឃើញថាអ្នកដែលតាក់ទងមកគាត់គឺជាប្អូនស្រីរបស់គាត់សម្ដីពឹស្ដាររបស់ប្អូនស្រីរបស់គាត់សង្ខេបឲ្យខ្លីនៅក្នុងទូរស័ព្ទនោះគឺប្រាប់ថាបងអើយគេធ្វើអីខ្លាំងណាស់នៅអត់កើតទេរករឿងខ្លាំងមែនទែនគោះទ្វារក្រោយរហូតទាំងផ្ទះខាងក្រោយមិនមានជាប់ផ្ទះអ្នកណាហើយមានតែដីឡូធម្មតានៅខាងក្រោយនឹងគឺអត់មានផ្ទះទាំងអស់តែគោះទ្វាររហូតរឿងខ្ញុំខ្លាំងណាស់ខ្ញុំនៅអត់កើតទេបងគាត់ទទួលបានដំណឹងមួយហ្នឹងហើយគាត់ព្យាយាមបន្ធូរអារម្មណ៍របស់ប្អូនគាត់ថាអូយឥឡូវកុំអាតោះបងចេញទៅចាំបងទៅមើលមានរឿងអីកើតឡើងគាត់បានកេះទៅប្រពន្ធគាត់ថាតបអូនទៅផ្ទះវិញមានការនៅផ្ទះត្រឹមប៉ុណ្នេះគាត់ក៏ចេញដំណើរលាគេលាឯងតម្រង់ទៅផ្ទះវិញទៅដល់ផ្ទះប្អូនស្រីរបស់គាត់គ្រាន់តែឃើញគាត់ចូលដល់ខ្លងទ្វារផ្ទះភ្លាមរត់ចុះមកក្រោមយ៉ាងលឿនសំដៅមករកគាត់ហើយអោបគាត់ជាប់ទឹកមុខរបស់ប្អូនស្រីរបស់គាត់
បានផ្លាស់ប្ដូរពីភាពភ័យខ្លាចទៅជាការដែលមានសង្ឃឹមដែលឃើញបងគាត់មកហើយប្រែប្រួលទៅជាទឹកមុខមួយដែលមានអំនួតដូចមានអាងខ្នងអញ្ចឹងអោបគាត់ជាប់ហើយឈរក្រួយខ្នងគាត់ហើយស្រែកដាក់ទៅខាងផ្ទះវិញណាស្រែកជេរខ្លាំងៗមែនទែនប្រើពាក្យអសុរោះច្រើនមែនទែនហើយប្រាប់ថាមិនខ្លាំងទៀតទៅបងអញមកហើយឯងខ្លាំងឯងមិនចេញមកទៀតមករបៀបអញ្ចឹងត្រឹមតែមួយម៉ាត់និយាយអត់តន់ចាប់ផងត្រឹមតែមួយម៉ាត់នឹងស្រាប់តែទ្វារខាងក្រោយផ្ទះរបស់គាត់រង្គើខ្លាំងតែម្ដងបើគាត់ប្រៀបធៀបអត់គួរប្រើពាក្យថារង្គើទេគួរតែប្រាប់ថារំជួយអារបៀបថាមានមនុស្សម្នាក់ដែលមានធំខ្លាំងមកកាន់ទ្វារនឹងហើយរួនខ្លាំងមែនតើគឺអង្រួនបែបហ្នឹងនៅពេលនេះរោមរបស់គាត់បាសប៉ុណ្ណាក៏ដោយគាត់ព្រឺប៉ុណ្ណាក៏ដោយតែគាត់ជាមនុស្សប្រុសគាត់តាំងស្មារតីហើយដើរទៅបើកទ្វារខាងក្រោយនឹងមើលគាត់ចង់ដឹងថាខែងលោមានណាគេលោត្រឹមតែដើរជិតទ្វារមួយនឹងប្រហែលជាសល់1ម៉ែត្រពីទ្វារមួយនឹងស្រាប់តែលែងរំជួយគាត់ស្ទុះទៅបើកទ្វារមួយនឹងអឺតមើលខាងក្រោយអត់មានអ្វីទាំងអស់អ្វីដែលគាត់ឃើញត្រឹមតែជាភាពងងឹតហើយនឹងវាលលំហមួយតែប៉ុណ្ណោះគាត់ចេញទៅខាងក្រៅទ្វារនឹងគាត់មើលឆ្វេងមើលស្ដាំនៅតែអត់មានឃើញអញ្ចឹងត្រង់ចំណុចដែលគាត់គិតថាមានគេមកលោត្រូវបានបដិសេធហើយគាត់ដឹងច្បាស់ថាមិនមែនមនុស្សទេជាអ្នកធ្វើនេះគាត់ចេញទៅខាងក្រៅមិនឃើញអីបែបនេះគាត់ក៏ដើរចូលមកខាងក្នុងវិញហើយគាត់បិទទ្វារមួយជំហានទី1ដែលគាត់បោះចេញពីទ្វារដើរតម្រង់មកប្អូនស្រីមួយប្រពន្ធគាត់វិញនេះបែរខ្នងបោះមកជាហ៊ានបោះមួយជំហានដំបូងទ្វារនឹងចាប់ផ្ដើមរំជួយម្ដងទៀតនៅពីក្រោយខ្នងរបស់គាត់តែម្ដងគាត់ភ្ញាក់ឲ្យគាត់ក៏ត្រាក់អារបៀបវាក់ខ្លាំងណាអញ្ចឹងគាត់ក៏បែរខ្នងមកវិញហើយទាញទ្វារនឹងបើកមកម្ដងទៀតតែអ្វីដែលសំខាន់មិនមានអ្នកណាម្នាក់សោះនៅខាងក្រោយសូម្បីតែខ្យល់ស្លឹកឈើទាំងអស់គឺស្ងប់ខ្យល់មិនរង្គើទាល់តែសោះអញ្ចឹងសួរថាហេតុអ្វីបានទ្វារនឹងរង្គើរំជួយគាត់ឃើញបែបហ្នឹងគាត់តាំងចិត្តហើយគាត់តាំងស្មារតីហើយគាត់បិទទ្វារហ្នឹងដើរតម្រង់មកប្រពន្ធហើយនឹងប្អូនរបស់គាត់វិញត្រឹមតែចំណុចមួយនេះអ្វីក៏បានស្ងប់ស្ងាត់ត្រឹមយប់មួយហ្នឹងមួយរយៈក្រោយទៀតគាត់ក៏ចាប់ផ្ដើមរៀបចំពិធីបង់គេនៅក្នុងផ្ទះរបស់គាត់ហើយគាត់ក៏ហៅមិត្តភ័ក្តិរបស់គាត់អីមកដែរព្រោះពិធីបង់គេនេះរៀបចំដើម្បីទទួលមិត្តភ័ក្តិព្រោះគាត់មកនៅកំពង់ចាមតែម្នាក់ឯងជាមួយគ្រួសារអញ្ចឹងហៅគេមកស្របពេលជាថ្ងៃខួបកំណើតរបស់គាត់ផងម្នាក់ក៏បានមកចូលរួមនៅក្នុងកម្មវិធីរបស់គាត់ប្រាប់ថាសប្បាយខ្លាំងមែនទែនព្រោះគាត់ធ្វើការហត់ហើយបើសិនជានៅពេញឬក៏នៅស្រុករបស់គាត់ឬក៏កន្លែងចាស់របស់គាត់យ៉ាងហោចណាស់ក៏បានជួបមិត្តភ័ក្តិរាល់ថ្ងៃដែរតែនេះមួយរយៈហើយអត់បានជួបពួកគាត់អញ្ចឹងការមកជុំគ្នានេះគឺជាការមួយដែលសប្បាយមែនទែនសម្រាប់គាត់ក្រោយចប់កម្មវិធីម្នាក់ក៏ចូលគេងហើយនេះគឺជាបទពិសោធន៍របស់មិត្តភ័ក្តិរបស់គាត់ប្រាប់ថានៅពេលដែលកំពុងតែគេងនៅក្នុងផ្ទះនេះស្រាប់តែឮសម្រាប់ជើងដើរកលឹងជុំវិញខ្លួនពួកគាត់មួយយប់ទល់ភ្លឺមិត្តភ័ក្តិរបស់គាត់ប្រាប់ថានៅក្នុងយប់ហ្នឹងសម្រាប់ជើងមួយហ្នឹងគឺច្បាស់មែនទែនជាសម្រាប់ជើងមនុស្សផុតពីដើរជុំវិញខ្លួនពួកគាត់បើកភ្នែកមកមិនឃើញអ្វីទាំងអស់សម្រាប់ជើងមួយហ្នឹងបានបន្លឺពីលើជន់ដែលជាផ្ទះឈើវិញមួយយប់ហ្នឹងមិនមានអ្នកណាគេងបានទាល់តែសោះទាស់ត្រង់ថាមិត្តភ័ក្តិរបស់គាត់ប្រាប់រឿងរ៉ាវទាំងអស់ទៅកាន់គាត់តែមួយយប់នោះគាត់ប្រពន្ធរបស់គាត់និងប្អូនស្រីរបស់គាត់មិនមានអ្នកណាម្នាក់សោះឡើយបានលឺសម្រាប់ជើងគឺមានតែមិត្តភ័ក្តិរបស់គាត់តែប៉ុណ្ណោះរឿងហេតុចម្លែកក៏បានកើតឡើងជាបន្តបន្ទាប់សម្រាប់គ្រួសាររបស់គាត់នៅក្នុងផ្ទះមួយហ្នឹងត្រង់ចំណុចនេះបើបកទៅក្រោយវិញទើបគាត់ចាប់អារម្មណ៍ថាជារឿងរាល់ថ្ងៃគាត់តែងតែឃើញហេតុការណ៍ចម្លែកមួយព្រលឹមឡើងគឺគាត់តែងតែចេញទៅធ្វើការរត់ស៊ីលដល់ម៉ោង 5-6 ទើបគាត់មកដល់ផ្ទះវិញប៉ុន្តែគាត់ចម្លែកត្រង់ថាប្រពន្ធរបស់គាត់គ្រប់ពេលដែលគាត់មកផ្ទះនេះគឺមកអង្គុយចាំគាត់នៅពីមុខទ្វារនឹងរហូតណាមិននៅក្នុងផ្ទះទេតែចេញមកអង្គុយចាំគាត់នៅមុខទ្វារនឹងជារៀងរាល់ថ្ងៃដែលប្រពន្ធរបស់គាត់ការពីនៅស្រុកឬក៏ការពីនៅភ្នំពេញឬក៏កន្លែងចាស់របស់គាត់មិនដែលចេញមកទទួលគាត់ណាតាំងពីនៅក្នុងផ្ទះនឹងមកគឺប្រពន្ធរបស់គាត់មិនដែលហ៊ាននៅក្នុងផ្ទះម្នាក់ឯងទេគឺតែងតែចេញមកខាងក្រៅចាំទទួលគាត់រហូតដល់គាត់មកដល់ទើបបានប្រពន្ធរបស់គាត់ហ៊ានដើរចូលទៅក្នុងផ្ទះគាត់សួរប្រពន្ធរបស់គាត់ជារឿយតែប្រពន្ធរបស់គាត់ចង់យ៉ាងម៉េចក៏មិនប្រាប់ទាល់តែសោះមានថ្ងៃមួយម្ដាយរបស់គាត់ក៏បានមកលេងគាត់នៅឯផ្ទះមួយនឹងឯងបញ្ជាក់ម្ដាយរបស់គាត់ក៏មិនអ្នកខេត្តកំពង់ចាមដែរតែចំណុចពិសេសរបស់ម្ដាយរបស់គាត់គឺគាត់ជាគ្រូផ្លូវងងឹតមានន័យថាគ្រូបារមីជាអ្នកស្នងរូបមួយរូបដែរ
អញ្ចឹងម្ដាយរបស់គាត់គឺចេះមើលចេះអីអញ្ចឹងក៏ជាថ្ងៃចៃដន្យដែរថ្ងៃដែលម្ដាយរបស់គាត់បានមកដល់ហ្នឹងគឺជាថ្ងៃដែលគាត់មានធុរៈជាមួយមេរបស់គាត់ដែលត្រូវបំពេញការងារនៅខាងក្រៅរហូតដល់យប់ជ្រៅមែនទែនថ្ងៃទី1ដែលម្ដាយរបស់គាត់បានមកដល់ផ្ទះមួយហ្នឹងនេះគឺជារឿងរ៉ាវទាំងមូលបញ្ជាក់ថានៅពេលនេះផ្ទះទាំងមូលបងប្រុសអត់នៅទេមានតែប្រពន្ធហើយនិងម្ដាយគាត់តែប៉ុណ្ណោះម៉ោងប្រហែលជា11យប់កំពុងតែបំពេញភារកិច្ចជាមួយនឹងមេរបស់គាត់ហ្នឹងគាត់ក៏ទទួលបានសារមួយពីប្រពន្ធរបស់គាត់គិតថាអូសង្ស័យស្ដីឲ្យថាយប់ម៉េះមិនកំពុំមកផ្ទះឡើងអង្ការងារនឹងចប់ឡើងអីចឹងទៅតែនៅពេលដែលគាត់បើកសារមួយហ្នឹងមើលមកសេចក្តីលំអិតបែរជាឃើញថាបងឯងមកដល់ផ្ទះហើយមិនក៏មិនចូលហើយនៅទៅឈរខ្លោងទ្វារធ្វើអីនិយាយធំប៉ុណ្ណឹងនេះគឺខ្ញុំឃើញរូបភាពពេញភ្នែកតែម្ដងណាអារបៀបថា message ទៅសួរគាត់ថាអេបងឯងនៅឈរក្រៅផ្ទះធ្វើអីហើយកាលចូលមកទាំងគាត់មិនមែននៅឈរនៅក្រៅផ្ទះហ្នឹងទេគាត់នៅខាងក្រៅមួយមេរបស់គាត់នោះគាត់ឃើញសារមួយហ្នឹងហើយគឺគាត់ស្រឡាំងកាំងខ្លាំងមែនទែននៅពេលដែលគាត់ទៅដល់ផ្ទះគាត់បានសួរប្រពន្ធរបស់គាត់បានប្រាប់ថាអញ្ចេះប្រពន្ធរបស់គាត់បានឃើញបងប្រុសនេះឈរនៅមុខផ្ទះប្រពន្ធរបស់គាត់ក៏បានស្ទុះទៅប្រាប់ម្ដាយរបស់គាត់ថាអញ្ចេះម៉ាក់បងគាត់នៅឈរនៅមុខទ្វារធ្វើអីហើយមិនចាក់សោចូលតាមលបងនឹងមកម្ដាយរបស់គាត់ឃើញបែបហ្នឹងក៏ប្រាប់ទៅកូនភាសាស្រីរបស់គាត់ថាបងនេះទៅក្រៃលូវាភ្លេចសោភ្លេចអីចឹងឥឡូវទៅបើកទ្វារឲ្យបន្តិចទៅនៅពេលដែលពួកគាត់ចេញពីផ្ទះកាន់សោយកទៅបើកទ្វារលបងនេះទស្សនវិជ្ជាមួយនេះគឺជាទស្សនវិជ្ជាដែលខ្ញុំសង្ឃឹមថាបងប្អូនសម័យឲ្យចេញណាមនុស្ស2នាក់បើកទ្វារចេញពីផ្ទះកាន់សោដើម្បីតម្រង់មកបើកទ្វារលបងឲ្យបងប្រុសនេះនៅពេលដែលចេញមកប្រពន្ធរបស់គាត់មើលទៅកាន់ទ្វារលបងឃើញបងប្រុសតែម្ដាយរបស់គាត់មើលនៅក្រោមដើមឈើមួយនៅក្នុងបរិវេណដីហ្នឹងឃើញបងប្រុសដូចគ្នាមានន័យថាម្នាក់មើលទៅត្រង់ហើយម្នាក់ទៀតមើលទៅខាងស្ដាំដៃឃើញបងប្រុសទាំង2នាក់ជាបរិបទមួយដែលឃើញក្នុងពេលតែមួយគ្រាន់តែម្នាក់នៅក្រោមដើមឈើខាងស្ដាំដៃហើយម្នាក់ទៀតនៅមុខលបងនៅពេលបានសួរដឹងដំណឹងឲ្យអស់ហើយបងប្រុសក៏គាត់ព្យាយាមរងាប់អារម្មណ៍អ្នកទាំងអស់គ្នាថាមិនអីទេសម្រាប់ម្ដាយគាត់មិនបាច់រងាប់អារម្មណ៍ទេព្រោះម្ដាយរបស់គាត់គឺជាអ្នកចេះហើយអញ្ចឹងក្នុងករណីហ្នឹងគាត់គ្រាន់តែសម្រួលអារម្មណ៍របស់ប្រពន្ធគាត់ទេហើយម្នាក់ក៏តម្រង់ទៅគេងរៀងខ្លួននៅយប់ដដែលប្រហែលជាម៉ោង3យប់ម្ដាយរបស់គាត់ស្រាប់តែក្រោកឡើងម្ដាយរបស់គាត់ប្រាប់ថានៅពេលដែលគាត់ក្រោកឡើងនេះគឺគាត់ក្រោកឡើងដោយសារតែស្នូជើងរបស់កូនប្រុសរបស់គាត់ដែលជាម្ចាស់សាច់រឿងនេះបើកទ្វារខាងក្រោយផ្ទះហើយដើរចុះទៅខាងក្រោមគាត់ស្រែកហៅថាទៅណាយប់ហើយកុំទៅណាមកឡើងមកលើវិញគាត់ព្យាយាមរត់ទៅតាមចេញពីទ្វារហ្នឹងតែទស្សនវិជ្ជាបងប្រុសនៅតែដើរចុះទៅត្រង់ស្លូមិនងាកក្រោយមិនឈប់ទាល់តែសោះគាត់ឃើញបែបហ្នឹងហើយគាត់ជាមនុស្សចាស់គាត់គិតថាគាត់នឹងទៅរកប្រពន្ធរបស់បងប្រុសហ្នឹងនៅក្នុងបន្ទប់ហ្នឹងណាខៃលូបងប្រុសហ្នឹងមកមើលចឹងគាត់រត់ទៅដល់មុខបន្ទប់គាត់គោះទ្វាររបៀបថាអូមីអូនណាកូនមិនសាបើកទ្វារប្តីឯងដើរចុះទៅក្រោមឡើងឯងចឹងទៅនៅពេលដែលបើកទ្វារមកគាត់ស្រឡាំងកាំងមែនទែនព្រោះអ្នកដែលបើកទ្វារឲ្យគាត់គឺជាបងប្រុសហើយនឹងប្រពន្ធរបស់គាត់អញ្ចឹងសួរថាតើអ្នកដែលដើរចុះមកបាប់អញមិញនេះជាអ្នកណាបើសិនជាកូនរបស់គាត់អ្នកបើកទ្វារបន្ទប់ហ្នឹងអញ្ចឹងតើអ្នកណាអ្នកបើកទ្វារដើរចុះខាងក្រោមហ្នឹងក្រោយពីដឹងចំណុចនេះរៀងខ្លួនហើយក៏បែកជើងគ្នាទៅសង្ងំគេងទៅវិញថ្ងៃបន្ទាប់បានមកដល់ម្ដាយរបស់គាត់គឺជាមនុស្សចាស់ម្នាក់ដែលអត់ចេះនៅស្ងៀមត្រង់ចំណុចនេះខ្ញុំជឿជាក់ថាបងប្អូនយល់ហើយសម្រាប់មនុស្សចាស់ដែលគាត់អត់ចូលចិត្តនៅស្ងៀមណាមានន័យថាគាត់ចេះតែទើសឃើញកន្លែងនេះទើសបោកជូតឃើញកន្លែងនោះដោះស្មៅខំទៅបោចអីឡើងនៅថ្ងៃនោះម្ដាយរបស់គាត់ម៉ោងប្រហែលជា6ល្ងាចប្រពន្ធរបស់គាត់នេះកំពុងតែឈរធ្វើម្ហូបនៅកញ្ចក់ក្រានបាយម្ដាយគាត់ឃើញនៅជុំវិញបរិវេណផ្ទះអញ្ចឹងដោយសារតែផ្ទះខាងក្រោមសង់ថ្មអញ្ចឹងគេតែងតែចាក់របៀបចាក់សាបពីក្រោមហ្នឹងអញ្ចឹងហាជាសាបហ្នឹងវាដោះរបៀបថាដោះស្មៅមកលៀនវែងអញ្ចឹងណាគាត់ឃើញអញ្ចឹងគាត់ចង់ថែរក្សាផ្ទះហ្នឹងឲ្យបានល្អគាត់ក៏បោចគាត់កំពុងតែបោចស្មៅហ្នឹងបោចស្មៅសម្អាតផងបោចស្មៅសម្អាតផងស្រាប់តែគាត់មានអ្វីមួយតាក់ភ្នែករបស់គាត់ឲ្យគាត់ងាកមើលទៅខាងលើជាចំណុចវេរងដានៅផ្ទះហ្នឹងអ្វីដែលគាត់ក៏លេចទៅឃើញគឺជាស្រមោលខ្មៅធំស្បឹងតែម្ដងហើយគាត់ច្បាស់ថាជាមនុស្សប្រុសបន្ថែមពីលើនឹងទៀតគាត់បានឃើញស្រមោលមនុស្សស្រី2នាក់ទៀតឈរពីក្រោយអមសងខាងស្រមោលដែលធំស្បឹងជាមនុស្សប្រុសហ្នឹងត្បិតថាបង្ហាញរូបភាពជាស្រមោលមែន
តែគាត់បានប្រាប់ទៅម្ចាស់សាច់រឿងថាអញ្ចេះគាត់ច្បាស់ណាស់ថាគឺជាមនុស្សបុរាណតែម្ដងគាត់បានយកសាច់រឿងទាំងអស់ទៅប្រាប់បងប្រុសប្រាប់ពីរឿងរ៉ាវទាំងអស់ហើយប្រាប់ថាកូនណាមិនរើចាញ់ទៅអីកុំនៅក្នុងផ្ទះហ្នឹងតែបងប្រុសគាត់គិតថាអញ្ចេះគាត់នៅមិនសូវជួបរឿងអីផងគាត់នៅសុខតាអញ្ចឹងវាអត់អីទេម៉ែអើយខ្ញុំទ្រាំនៅហ្នឹងទៅរហូតដល់ថ្ងៃមួយគាត់ក៏បានប្រទះនៅរឿងរ៉ាវចម្លែកមួយជារឿងរ៉ាវដែលរន្ធត់សម្រាប់គាត់អញ្ចឹងកាលពីដើមសាច់រឿងខ្ញុំបានប្រាប់ទៅបងប្អូនទាំងអស់គ្នាថានៅជាន់ខាងក្រោមផ្ទះថ្មហ្នឹងគឺមានបន្ទប់មួយដែលចាក់សោត្រូវឯងបងប្អូនទាំងអស់គ្នាអញ្ចឹងបន្ទប់មួយហ្នឹងគឺអត់មានសោចូលទេម្ចាស់សាច់រឿងគឺអត់មានសោចូលផ្ទះទេយើងចូលមកដល់ថ្ងៃកើតហេតុមួយហ្នឹងតើគាត់បានប្រទះឃើញអ្វីនៅក្នុងថ្ងៃនោះគាត់កំពុងតែនៅជាន់ឈើបងប្អូនជាន់ទី1ដែលផ្ទះឈើមួយហ្នឹងគាត់ដើរចុះដើរឡើងធ្វើការរៀបចំផ្ទះឡាគាត់ក៏ប្រទះឃើញនៅលើរនាបដូចជាដាច់របៀបថាមានទ្វារសម្ងាត់មួយដែលយើងបើករនាបមួយហ្នឹងទៅយើងចុះទៅតាមចរាខាងក្រោមបានរបៀបអញ្ចឹងណាគឺជារនាបបង្កប់គាត់ឃើញអញ្ចឹងគាត់គិតថាអានេះផ្លូវទៅណាគាត់ក៏ដើរតម្រង់ទៅរនាបមួយហ្នឹងនៅពេលដែលគាត់ដើរតម្រង់ទៅកន្លែងប្រឡោះមួយហ្នឹងណាកន្លែងរនាបលាក់ជាមួយនឹងឥដ្ឋឈើនេះក្រូឈើនេះគាត់ដឹងខ្លួនភ្លាមតែម្ដងថាប្រឡោះមួយហ្នឹងគឺទៅចំនៅពីលើបន្ទប់ដែលចាក់សោហ្នឹងតែម្ដងនៅជាន់ខាងក្រោមហ្នឹងគឺនៅពីលើហ្នឹងតែម្ដងគាត់ចាប់ផ្ដើមមានចម្ងល់ថាបើជ្រុលឃើញទ្វារមួយហ្នឹងហើយមើលចង់ដឹងថាក្នុងបន្ទប់ហ្នឹងមានអីគិតបែបហ្នឹងភ្លាមគាត់ក៏លើករនាបហ្នឹងឡើងហើយគាត់បានឃើញមានចណ្ដើរមួយចុះទៅខាងក្រោមហ្នឹងមែនគាត់ចាប់ផ្ដើមបញ្ចាំងពិលទៅលើចណ្ដើរមួយហ្នឹងបន្ទប់ទាំងមូលគឺងងឹតស្លុបគាត់បានបញ្ចាំងពិលចុះមួយជំហានម្ដងដោយការប្រុងប្រយ័ត្នបំផុតគាត់សង្កេតឃើញថាចណ្ដើរហ្នឹងគឺពោពេញទៅដោយដីគាត់ចុះទៅដល់ខាងក្រោមគាត់ចាប់ផ្ដើមបញ្ចាំងមើលចង់ដឹងថាតើនៅក្នុងបន្ទប់ហ្នឹងមានអ្វីខ្លះនៅពេលដែលបញ្ចាំងមើលគាត់បានឃើញយ៉ាងច្បាស់ថានៅក្នុងបន្ទប់មួយនេះសុទ្ធសឹងតែជាសម្ភារៈបុរាណទាំងអស់ដែលដោះដីស្នឹមគោដីដែលជាអីវ៉ាន់ដែលមនុស្សបោះចោលតែគាត់ឆ្ងល់ថាហេតុអ្វីបានទុកអីវ៉ាន់នៅក្នុងកន្លែងហ្នឹងនៅពេលដែលគាត់បង្វិលភ្លើងពិលរបស់គាត់ចូលមកដល់កណ្ដាលបន្ទប់គាត់បានឃើញរមាក់អូសដៃមួយនៅចំកណ្ដាលបន្ទប់ហ្នឹងតែម្ដងជារមាក់ដែកណាបងប្អូនចឹងបងប្អូនដែលអត់ដឹងថាតើស្ថានភាពបែបណាបងប្អូនដែលឃើញគេអូសទឹកលក់ទេឬក៏ជាអាតេះឬក៏រមាក់អេតចាយគឺអាតេះមួយនឹងឯងរមាក់មួយនឹងឯងនៅកណ្ដាលបន្ទប់តែម្ដងទាស់ត្រង់ថានៅលើរមាក់មួយនឹងគឺសុទ្ធសឹងតែជាអីវ៉ាន់បុរាណទាំងអស់មានទាំងចានមានទាំងឆ្នាំងមានទាំងខោអាវដែលបត់យ៉ាងត្រឹមត្រូវដែលគេកូរទុកចោលនៅកន្លែងហ្នឹងអ្វីដែលចម្លែកចិត្តបំផុតរាល់អីវ៉ាន់ទាំងអស់នៅក្នុងបន្ទប់ហ្នឹងសុទ្ធសឹងតែរុំដោយអំបោះសគាត់ឃើញភ្លាមគឺគាត់ព្រឺរុំពីក្បាលដល់ចុងជើងគម្រើកដៃគម្រើកជើងអត់ចង់រួចអារម្មណ៍គឺត្រជាក់ខ្លាំងមែនទែនហើយគាត់ដឹងយ៉ាងប្រកបហើយថាអ្វីដែលគាត់ជួបប្រទះអ្វីដែលម្ដាយគាត់ជួបប្រទះអ្វីដែលមិត្តភ័ក្តិរបស់គាត់ជួបប្រទះទាំងអស់គឺវាតាក់ទិនជាមួយនឹងបន្ទប់មួយនេះគ្រប់រឿងហេតុដែលគាត់ជួបប្រទះទាំងឡាយនៅក្នុងផ្ទះនេះច្បាស់ 100% គឺតាក់ទិនជាមួយនឹងអីវ៉ាន់ដែលនៅក្នុងបន្ទប់មួយនេះវាហាក់ដូចជាបន្ទប់មួយនេះត្រូវបានគេចងវិញ្ញាណទុកមិនដឹងថាជាវិញ្ញាណរបស់អ្នកណាទេតែប្រើអំបោះគាថាជាអំបោះសមកចងរាល់អីវ៉ាន់ទាំងអស់នៅក្នុងបន្ទប់នោះសូម្បីតែស្លាបព្រាចានឆ្នាំងចងទាំងអស់គាត់នៅបានត្រឹមតែមួយរយៈខ្លីខាងមុខទៀតទេប្រហែលជានៅផ្ទះនឹងបានប្រហែលជាមួយខែបន្តិចគាត់ក៏ចាប់ផ្ដើមរើអីវ៉ាន់ហើយផ្លាស់ប្ដូរទីតាំងនៅយ៉ាងម៉េចដែរបងប្អូនសម្រាប់សាច់រឿងមួយនេះសម្រាប់ខ្ញុំសាច់រឿងមួយនេះគឺញាក់សាច់ហេតុអីសាកសម័យថាបងប្អូនទាំងអស់គ្នាជួលនៅក្នុងផ្ទះមួយហើយដើរចូលទៅក្នុងផ្ទះមួយហ្នឹងឃើញបន្ទប់មួយចាក់សោអារបៀបថាយើងទៅរួនមើលណាខ្ញុំឲ្យសម័យរួនមើលស្រាប់តែម្ចាស់ផ្ទះថាអូនកុំបើកហើយយើងមិនត្រូវឆ្ងល់ថាក្នុងបន្ទប់ហ្នឹងស្អីគេហើយម្ចាស់ផ្ទះត្រូវប្រឡប់យើងអារបៀបថាខូចសោបាត់សោអីវ៉ាន់ទុកចោលហ្នឹងឃ្លាំងទុកចោលហ្នឹងវាគ្មានស្អីទេតែបន្ទប់ហ្នឹងអ៊ំសុំទៅមិនបាច់ប្រើទេអារបៀបចឹងបងប្អូននៅពេលហ្នឹងបើសិនជាអ្នកអត់មិនមែនជាអបិយជំនឿទេណាមិនមែនអ្នកចូលចិត្តស្រាវរឿងខ្មោចទេបើគាត់ជិះគិតថាបន្ទប់គេបោះចោលមិនបាច់ខ្វល់ច្រើននេះតែបើសិនជាអ្នកអបិយជំនឿវិញជឿទៅលើរឿងងាវនឹងវិញច្បាស់ណាបងប្អូនទាំងអស់គ្នាដឹងហើយណោះថានៅក្នុងបន្ទប់ហ្នឹងគេធ្វើអ្វីអញ្ចឹងក្នុងករណីនេះតើបងប្អូនយល់យ៉ាងណាដែរហើយខ្ញុំសូមសរសើរថាគាត់ចេះរកផ្លូវបង្កប់ចុះទៅដល់ក្នុងបន្ទប់ហ្នឹងកើតបើសិនជាខ្ញុំដឹងបើសិនជាខ្ញុំជាគាត់ណា
ហើយនៅក្នុងផ្ទះនឹងដូចគ្នាទោះខ្ញុំឃើញរនាបនឹងក៏ដោយឃើញយ៉ាងហើបឃើញយ៉ាងមានទ្វារហើយខ្ញុំដឹងច្បាស់ថាអានឹងវាចុះទៅដល់ក្រោមក៏ខ្ញុំមិនបើកទ្វារចុះដែរខ្ញុំសុកចិត្តធ្វើអត់ដឹងហើយខ្ញុំសុកចិត្តធ្វើអត់លឺហេតុអីទី1យើងដឹងហើយថានៅក្នុងបន្ទប់នឹងមានអីហើយគាត់ខ្លួនឯងក៏ដឹងដែរថានៅក្នុងផ្ទះនឹងជំហានទី1គឺតែចាក់ស្រេបហើយគាត់មានភ្នែកជាច្រើនគូកំពុងសម្លឹងមើលគាត់ចាំបាច់រកហេតុផលបញ្ជាក់ធ្វើអីទៀតថានៅក្នុងនឹងមានអីវាច្បាស់ថាមានអីហើយចុះបើគាត់ចុះទៅទស្សនវិជ្ជាមួយដែលបើកបន្ទប់ងងឹតចាំងតិលចូលវាដូចក្នុងរឿង Conjuring អញ្ចឹងបងប្អូនដូចរឿងខ្មោចអឺរ៉ុបអញ្ចឹងអូយទស្សនវិជ្ជានឹងគឺអារបៀបថាអាបន្ទប់នៅក្រោមដីដែលបើកទ្វារមកគឺទស្សនវិជ្ជាតែមួយហ្មងបើកទ្វារមកចុះបើសិនជាគាត់ឆ្លោះទៅមិនឃើញអីវ៉ាន់បុរាណអានេះសំណាងជាឃើញអីវ៉ាន់បុរាណចុះបើមិនឃើញអីវ៉ាន់បុរាណស្រាប់តែឃើញកោតស្រាប់តែឃើញមឈូសឬក៏ស្រាប់តែឃើញស្អីមួយនៅក្រោមហ្នឹងដែលមិនមែនជាអីវ៉ាន់ណាតើទៅជាយ៉ាងណាចឹងក្នុងករណីនេះបើសិនជាខ្ញុំជាគាត់គឺខ្ញុំមិនចោះតតែសោះសុកចិត្តរកអីមកគ្របហើយបំភ្លេចនៅក្នុងគូក្បាលថាមានបន្ទប់មួយនឹងតែម្ដងហើយអរគុណមែនតើបងប្រុសសម្រាប់សាច់រឿងរបស់បងពិតជាសាហាវខ្លាំងតោះយើងចូលដល់សាច់រឿងចុងបញ្ចប់នៃអេពីសូតមួយនេះជាសាច់រឿងដែលផ្ញើដោយប្អូនស្រីម្នាក់ហើយសូមបញ្ជាក់ផងដែរថាប្អូនស្រីគឺជាអ្នកមានញាណគួរតែដឹងថាអាចដឹងនាពេលអនាគតថាថ្ងៃស្អែកកើតអីអាចជាការដូចថាDeja vu ឬក៏ជា flash របៀបថាមកឈឹបទស្សនវិជ្ជាមួយហ្នឹងណាឬក៏តាមរយៈយល់សប្តិណាមួយដែលគាត់ឃើញទស្សនវិជ្ជាមួយហ្នឹងហើយឧទាហរណ៍ថាមានគ្រោះថ្នាក់ចរាចរណ៍គាត់ស្រាប់តែយល់សប្តិឃើញបុគ្គលម្នាក់ហ្នឹងស្លៀកអាវមួយហ្នឹងជិះម៉ូតូមួយហ្នឹងបានគ្រោះថ្នាក់ចរាចរណ៍ត្រង់ចំណុចមួយហ្នឹងនៅកន្លែងហ្នឹងនៅម៉ោងហ្នឹងអញ្ចឹងនៅពេលដែលស្អែកឡើងគាត់ចាប់ផ្ដើម scroll មើល Facebook អីចឹងគាត់ក៏ឃើញព័ត៌មានគឺមានគ្រោះថ្នាក់ចរាចរណ៍បុគ្គលដូចគ្នាថាជារូបភាពបស៊ីគ្នាជាមួយនឹងអ្វីដែលគាត់ឃើញតែម្ដងអញ្ចឹងគាត់គឺជាបុគ្គលបែបហ្នឹងហើយរឿងហេតុដែលគាត់បានចែករំលែកមកកាន់ខ្ញុំគឺជារឿងហេតុមួយដែលបានកើតឡើងនៅក្នុងឆ្នាំ2018នៅម្ដុំខែ5ដែលជារឿងហេតុកើតឡើងក្នុងអំឡុងពេលដែលគាត់បានធ្វើដំណើរជា trip រវាងគាត់មិត្តភ័ក្តិរបស់គាត់ទៅកាន់ខេត្តមួយដែលនៅឯភូមិភាគឦសានអ្នកដែលធ្វើដំណើរទាំងអស់មានគ្នាប្រហែលជា9នាក់ប្រុស4ហើយនិងស្រី5មុនពេលធ្វើដំណើរតាមផ្លូវចេញពីទីក្រុងភ្នំពេញពួកគាត់បានរៀបចំអីវ៉ាន់ហើយមានសម្ភារៈនានារបស់ឯកជនហើយនិងសម្ភារៈបោះតង់ហេតុអីបានគាត់គិតថាបោះតង់ព្រោះគាត់គិតថាថ្ងៃដែលគាត់ទៅហ្នឹងប្រហែលជាមនុស្សទៅច្រើនខេត្តមួយហ្នឹងក៏មិនសូវអភិវឌ្ឍដែរក៏មិនសម្បូរកន្លែងគេដែរអញ្ចឹងបើក្នុងករណីដែលតល់ច្រកខ្លាំងយើងអាចរកទីតាំងមួយដើម្បីបោះតង់បានគាត់គិតថាប្រហែលជាគេនៅសន្តាគារហើយគាត់ក៏គិតថាបើមិនមានសន្តាគារទេក៏យើងអាចសុំផ្ទះបងប្អូនជនជាតិដើម្បីស្នាស្រ័យដែរប៉ុន្តែអ្វីវាខុសពីការគិតត្រង់ចំណុចថានៅពេលដែលទៅដល់ខេត្តនឹងហើយសន្តាគារក៏អត់មានឲ្យគាត់ស្នាក់នៅផ្ទះបងប្អូនជនជាតិក៏មិនមានសម្រាប់ឲ្យគាត់អាស្រ័យដែរអញ្ចឹងគម្រោងរបស់ពួកគាត់ទាំងមូលត្រូវបានផ្លាស់ប្ដូរពួកគាត់ក៏សម្រេចចិត្តថានាំគ្នាទៅបោះតង់នៅជើងភ្នំហើយម្នាក់ក៏ឯកភាពថាបោះតង់នៅជើងភ្នំវាជាបទពិសោធន៍មួយយ៉ាងដែរតាណាមួយទៀតពួកគាត់ក៏មិនដែលសូវបោះតង់ដែរហើយណាមួយទៀតក៏ឆ្លៀតឱកាសមួយនឹងទៅស្រូបយកខ្យល់អាកាសពេលរាត្រីនៅជិតភ្នំនៅតំបន់ភូមិភាគឦសានដឹងបងប្អូនដឹងហើយថាមិនថារដូវប្រាំងឬរដូវវស្សាទេអាកាសធាតុគឺអំណោយផលមែនទែនគឺល្អអញ្ចឹងវាត្រជាក់មើលផ្កាយមើលអីអញ្ចឹងណាអញ្ចឹងជាបទពិសោធន៍មួយដែលគ្នាគាត់9នាក់ប្រកាសជាសប្បាយខ្លាំងមែនទែនក្រោយពីបានដំណឹងថាអត់មានកន្លែងឲ្យពួកគាត់ស្នាក់នៅគាត់ក៏បានប្រាប់បងតកុងឡានណាថាអញ្ចឹងពួកខ្ញុំចង់រកកន្លែងបោះតង់ដើម្បីមើលថ្ងៃរះអញ្ចឹងពូគិតថាកន្លែងណាដែលល្អសម្រាប់បោះតង់សម្រាប់មើលថ្ងៃរះហើយស្អាតណាពូជួយនាំពួកខ្ញុំទៅកន្លែងនោះចៃដន្យអីបងតកុងឡានមួយហ្នឹងគាត់មានបងប្អូនដែលនៅក្នុងខេត្តហ្នឹងផ្ទាល់តែម្ដងអញ្ចឹងភូមិសាស្ត្រទីតាំងនានានៅក្នុងខេត្តហ្នឹងគឺគាត់ស្គាល់ច្បាស់អញ្ចឹងគាត់ក៏លើកយោបល់ថាពួកក្មួយឯងចេះទៅបោះតង់នៅម្ដុំនេះទៅមិនដែរពួកគាត់លឺមិនដឹងហើយថាមានអីពូល្អតើទៅកន្លែងនោះអីចឹងពូតកុងឡានបាននាំពួកគាត់ទៅតាមបណ្ដោយផ្លូវជាតិចុះទៅផ្លូវលំចុះទៅផ្លូវគ្រូក្រហមទៅដល់ទីតាំងដែលគាត់បានកំណត់នៅតាមផ្លូវធ្វើដំណើរគឺវារៀងដាច់ស្រយាលណាបងប្អូនវារៀងដាច់ស្រយាលពីទីរួមខេត្តដែលត្រូវកាត់គ្រូក្រហមផងត្រូវមានផ្លូវរៀងអាលាក់ផងមិនទាន់អភិវឌ្ឍផងសម្បូរព្រៃកពតផងមានដើមឈើធំផងវាមួយយ៉ាងហើយណាមួយទៀតកន្លែងដែលបោះតង់ហ្នឹងគឺនៅចិត្តភូមិបងប្អូនជនជាតិតែម្ដងអ
ចឹងចេញពីទីរួមខេត្តទៅជិះប្រហែលជា35នាទីពួកគាត់បានទៅដល់វាលមួយនៅជើងភ្នំមួយកន្លែងដែលជាទីតាំងរបស់បងប្រុសតកងឡានហ្នឹងបានបញ្ជាក់ប្រាប់ពួកគាត់ទីតាំងនោះគាត់ប្រាប់ថាពេលចុះទៅដល់គាត់ភ្ញាក់ផ្អើលខ្លាំងមែនទែនព្រោះស្អាតពេកគាត់អាចមើលឃើញព្រៃព្រឹក្សាគឺជាទិដ្ឋភាពមួយដែលស្អាតខ្លាំងមែនទែនហើយគាត់ក៏ដឹងថាអូកន្លែងនេះជាទីកន្លែងរមណីយដ្ឋានមួយដែរម៉ោងដែលពួកគាត់បានទៅដល់ទីតាំងហ្នឹងប្រហែលជាម៉ោង3រសៀលនៅពេលដែលពួកគាត់រៀបចំអីវ៉ាន់ចុះអស់ហើយបងតកងឡានហ្នឹងក៏បានប្រាប់ថាចាពួកអូនឯងមើលទៅគេនៅហ្នឹងបោះតង់រៀបចំទៅណាហើយពូចាញ់ទៅខាងនោះហើយពូទៅគេនៅកន្លែងនេះអូហើយណាមួយទៀតនោះផ្ទះមួយនោះនៅចិត្តហ្នឹងគឺផ្ទះបោះប្អូនរបស់គាត់ទេអញ្ចឹងបើមានការអីរត់ទៅក្នុងទៅគាត់ប្រើពាក្យថាបើសិនជាមានការអីរត់ទៅកន្លែងនោះទៅមិនដឹងថាគាត់គិតសុវត្ថិភាពរបស់ក្មេងៗដែលគាត់ទៅបោះតង់នៅកន្លែងហ្នឹងជាជើងចំនួនថ្មីក្នុងការទទួលបទពិសោធន៍បោះតង់ឬក៏បែបណាប៉ុន្តែយើងរាប់ថាការប្រាប់របស់គាត់នេះជាការយកចិត្តទុកដាក់និងជាភារកិច្ចរបស់គាត់ដែលទទួលចំពោះអ្នកដំណើរដែលប្រើប្រាស់សេវារបស់គាត់ទៅចោះពួកគាត់ក៏មិនសូវខ្វាយខ្វល់នឹងពាក្យសម្ដីហើយពួកគាត់ក៏ទទួលពាក្យគាត់មិនបានចាប់ពាក្យថាបើមានរឿងអីហ្នឹងទេគាត់អត់បានគិតត្រង់ចំណុចហ្នឹងទេអញ្ចឹងគាត់គិតថាចាបាទពូអញ្ចឹងទៅក្រោយពីរើអីវ៉ាន់ចុះពីលើឡានក្រុងហើយអស់ហើយគាត់ក៏បានប្រាប់ទៅគ្នាណាប្រាប់ថាអូខេបុគ្គលនេះត្រូវរៀបចំនេះបុគ្គលនេះមានភារកិច្ចធ្វើអានេះបុគ្គលនេះមានភារកិច្ចបង្កាត់ភ្លើងរៀបចំតង់លាក់ដែលបងប្អូនអ្នកបោះតង់ដឹងច្បាស់ថាម្នាក់នៅពេលដែលដើរជាក្រុមអញ្ចឹងត្រូវតែមានភារកិច្ចរៀងៗខ្លួនក្រោយពីចែកភារកិច្ចហើយម្នាក់ក៏ស្ទុះស្ទាបំពេញភារកិច្ចរបស់ខ្លួនតង់ដែលគាត់បានរៀបមិនមែនជាបែបផែនរង្វង់ព័ទ្ធជុំវិញភ្លើងទេតែគាត់រៀបចំជាលក្ខណៈអក្សរ V ដែលមានភ្លើងនៅកណ្ដាលកន្លែងហ្នឹងបងប្អូនអាចសម័យឃើញណោះឥឡូវនេះយើងកាត់ចូលដល់ម៉ោងប្រហែលជា7យប់ពួកគាត់នាំគ្នាអង្គុយនៅភ្នក់ភ្លើងដែលប្រកាន់កាលពីក្បាលល្ងាចហ្នឹងពួកគាត់គិតគ្នាទាំងសប្បាយចិត្តផងជាបរិយាកាសស្ងប់ស្ងាត់ផងជជែកលេងពីនេះជជែកលេងពីនោះហើយពួកគាត់គិតថាថ្ងៃស្អែកឡើងពួកយើងនឹងងើបតាំងពីព្រលឹមដើម្បីមើលថ្ងៃរះហើយផុតពីមើលថ្ងៃរះរៀបចំខ្លួនហើយពួកយើងនឹងទៅលេងមើលក្នុងភូមិបងប្អូនជនជាតិចង់មើលមានអីជីវភាពរបស់គេរស់នៅរបៀបម៉េចការងារប្រចាំថ្ងៃគេធ្វើរបៀបម៉េចខ្លះព្រោះវាជាចំណីភ្នែកមួយដែលប្លែកមែនទែនសម្រាប់គាត់ជាអ្នករស់នៅទីក្រុងភ្នំពេញមិនដែលឃើញទាល់តែសោះកំពុងតែប្រោកប្រាជ្ញគ្នាអំពីផែនការនីមួយសម្រាប់ថ្ងៃស្អែកតើគួរធ្វើអ្វីខ្លះស្រាប់តែមិត្តភ័ក្តិរបស់គាត់ម្នាក់ទាញប្រធានបទចូលដល់រឿងខ្មោចគាត់បាននិយាយថាចាតិចយំហ្នឹងដេកទៅខ្មោចលងទៅចាប់ផ្ដើមបន្លាចអ្នករួមក្រុមលាក់អញ្ចឹងទៅមិត្តភ័ក្តិដតីរួមទាំងម្ចាស់សាច់រឿងនេះបងអូនស្រីនេះក៏ស្ដីឲ្យគាត់ថាកុំនិយាយឈួតនៅនឹងនៅកន្លែងព្រៃផងនៅចិត្តភ្នំផងមិនមែននៅក្នុងពេញទេណាកុំពោលពាក្យអីដែលមិនល្អយើងអត់ដឹងថាមានរឿងអីកើតឡើងខ្លះទេអញ្ចឹងក្នុងករណីហ្នឹងរក្សាមាត់ទៅជិះជាងមានបញ្ហាទាំងអស់គ្នាក្រោយពីប្រាប់បានមកសបកអង្គុយលេងបានមកសបកហើយម្ចាស់សាច់រឿងក៏កលេចមើលបរិយាកាសជុំវិញមើលដូចជាល្ងឹតស្លុបស្រាប់តែគាត់ប្រទះភ្នែកជាមួយនឹងក្រមុំជនជាតិម្នាក់ក្រមុំជនជាតិហ្នឹងមិនមែននៅឈរចិត្តគាត់ទេនៅប្រហែលជា100ម៉ែត្រពីគាត់កំពុងតែឈរសម្លឹងគាត់មានចម្ងល់ក្នុងចិត្តថាចំមេឃល្ងឹតឡើងស្លុបបានន័យថាល្ងឹតចាក់ស្រះហេតុអ្វីបានគាត់ឃើញក្រមុំជនជាតិម្នាក់ហ្នឹងឈរនៅពីចង្ងាយរបស់គាត់តែគាត់មើលមិនក៏ឃើញច្បាស់ម៉េះវាសំតែមើលអត់ឃើញឬក៏ជាសម្ោលស្ទង់តែនេះគាត់ឃើញច្បាស់តែម្ដងថាជាក្រមុំជនជាតិដោយដៃរបស់គាត់ហ្នឹងអោបអស់ហើយស្មារបស់គាត់គឺស្ពាយកផាងនៅពីក្រួយខ្នងគាត់ឃើញអញ្ចឹងគាត់រៀងចម្លែកចិត្តដែរតែតោះត្រង់ថាគាត់មើលមុខអត់ច្បាស់អញ្ចឹងគាត់ក៏មិនអាចបញ្ជាក់អត្តសញ្ញាណថាបុគ្គលហ្នឹងមានទម្រង់មុខបែបណាគាត់អត់អាចទេមើលបានមកសំល្មមស្រាប់តែមិត្តភ័ក្តិរបស់គាត់ហ្នឹងគោះគាត់ពីក្រោយហើយសួរគាត់ថាណែរវល់ធ្វើអីគេហ្នឹងមើលអីគេដើមឈើសោះហ្នឹងមានស្អីមើលម្ចាស់សាច់រឿងឮដំណឹងមួយហ្នឹងហើយក៏ប្រវាយសាច់រឿងទៅថាមានអីឃើញទេសភាពវាស្អាតវាមិនសូវមានឱកាសអញ្ចឹងណាអញ្ចឹងក៏គយគុណលងលក់ជាមួយទេសភាពបន្តិចទៅនិយាយចំម្ចាស់សាច់រឿងក៏ប្រមូលទូរស័ព្ទអ្នកទាំងអស់គ្នាយកមកទុកនៅគាត់ទាំងអស់គ្នាហេតុអីបានគាត់ប្រមូលទូរស័ព្ទត្រូវទេមូលហេតុដោយសារតែមិត្តភ័ក្តិរបស់គាត់ទាំងអស់គ្នាគឺជាអ្នកវក់ចុចទូរស័ព្ទអញ្ចឹងដោយសារតែគម្រោងនៅក្នុងថ្ងៃស្អែកហ្នឹងត្រូវមើលថ្ងៃរះ
បើទុកទូរស័ព្ទនៅពួកគាត់ច្បាស់ណាស់ម្នាក់ប្រកាសជាមើលរឿងផងមើល Facebook ផងឬក៏ធ្វើអីឆាតជាមួយអ្នកនេះឆាតជាមួយអ្នកនោះអត់មានអ្នកណាបានគេងទេទ្រាំតែគេងហ្នឹងម៉ោង 2-3 យប់ត្រូវងើបម៉ោង 5ហ្នឹងគឺងើបមិនទាន់ធានាថាមិនទាន់តែម្ដងអញ្ចឹងហើយបំណាច់ចង់ឲ្យមិត្តភក្តិរបស់គាត់នេះគេងឲ្យទាន់ម៉ោងគាត់បានប្រមូលទូរស័ព្ទទាំងអស់យកមកទុកនៅខ្លួនគាត់ហើយគាត់បានហុចម៉ោងរោនាឡិកាដាក់ថ្មម៉ោងរោទូចហុចឲ្យម្នាក់មួយដែលគាត់បានកំណត់ម៉ោងរោទាំងអស់ហើយគឺម៉ោង 5 ព្រឹកនាឡិកាទាំងអស់បានកំណត់ម៉ោងដូចគ្នាដោយពួកគាត់កាន់មកយកមកផ្ទៀងជាមួយគ្នា 5 ព្រឹករោហើយម៉ោងទាំងអស់គឺដើរដូចគ្នាទាំងអស់បន្ទាប់ពីនិយាយគ្នាបានហើយចែកនាឡិកាឲ្យអស់ហើយពួកគាត់ក៏បំបែកគ្នាចូលទៅគេក្នុងតង់រៀងខ្លួនមកដល់ត្រឹមនេះនៅក្នុងតង់នីមួយគឺមានសមាជិកចំនួន 2 នាក់តែប៉ុណ្ណោះដោយមានតង់មួយត្រូវគេម្នាក់ឯងមកដល់ត្រឹមនេះពេលវេលាយប់ប្រហែលជាម៉ោង 9:45 នាទី1ម៉ោងក្រោយបែកជើងគ្នាហើយម្ចាស់សាច់រឿងគិតថាប្រហែលជាពួកគាត់គេងលក់អស់ហើយដឹងអញ្ចឹងល្មមដល់ពេលគាត់ចូលគេងហើយហេតុអីមិនគាត់អត់ចូលគេងតាណាគ្នាគាត់ចាប់គេអារបៀបថាណាកុំនៅនិយាយគ្នាទៀតឆាប់ចូលគេងតែរបៀបអញ្ចឹងក្នុងគោលម្ដងហ្នឹងបំណាច់ថា1ម៉ោងកន្លងផុតហើយស្ងាត់ស្ងៀមគិតថាម្នាក់គេងលក់អស់ហើយគាត់ក៏ចូលគេងទៅតាមក្រោយគេមុនគាត់ចូលគេងគាត់បានសូត្រធម៌សាពះជាដើមឡាក់នៅអ្វីដែលគាត់ចេះអំបាលមកហ្នឹងព្រោះគាត់ដូចខ្ញុំបានបញ្ជាក់អញ្ចឹងគាត់ជាមនុស្សម្នាក់ដែលមានអំណោយពីធម្មជាតិអញ្ចឹងក្នុងករណីហ្នឹងហើយគាត់ត្រូវប្រកាសខ្លួនគាត់សូត្ររួចហើយអស់ហើយគាត់ក៏បែរមកមើលកន្លែងដែលគាត់ដាក់ទូរស័ព្ទមួយដុំហ្នឹងចង់មើលថាម៉ោងវាដូចគ្នាអត់វាខុសគ្នាកន្លែងណាឬក៏អីអត់ហើយគាត់បានចេញក្រៅតង់ដើម្បីអឺតមើលភ្លក់ភ្លើងចង់ដឹងថាមានប្លុតអត់ជាងមានរឿងងាវអីកើតឡើងទៅនាំតែមានរឿងទេក្រោយពីពិនិត្យមើលភ្លក់ភ្លើងក្រោយពីពិនិត្យមើលបរិយាកាសអីហើយអូខេអ្វីគឺដើរទៅរលូនអ្វីគឺសុវត្ថិភាពគាត់បានបែរខ្នងកាន់តង់គាត់វិញដើម្បីរត់ចូលមួយសកម្មភាពបែរខ្នងនេះអ្វីដែលគាត់ឃើញគឺជាក្រមុំជនជាតិមួយហ្នឹងនៅឈរពីក្រោយតង់គាត់តែម្ដងរូបភាពដដែលជាមនុស្សដដែលដែលគាត់កើតចម្ងល់ថាទេស្មាននេះហើយបងប្អូនជនជាតិសំទៅចូលគេងអស់ហើយមិនក៏មានមនុស្សស្រីម្នាក់មកឈរនៅពីក្រោយតង់គាត់អញ្ចឹងគាត់ឃើញបែបហ្នឹងគាត់ធ្វើអត់ឃើញគាត់រត់តង់ហើយគាត់ដើរតម្រង់ចូលទៅក្នុងតង់គាត់វិញចូលទៅដល់ក្នុងតង់គាត់អត់បានផ្ដោតអារម្មណ៍ទៅជាមួយនឹងមនុស្សស្រីជនជាតិហ្នឹងណាគាត់បានដាក់ក្បាលទៅលើខ្នើយរបស់គាត់ស្រាប់តែលក់ស្លឹបតែម្ដងប្រហែលជាគាត់អស់កម្លាំងខ្លាំងពេកប្រហែលជាគាត់ហត់នឿយខ្លាំងពេកដែលធ្វើឲ្យគាត់គេងលក់ស្ងប់ខ្លាំងមែនទែនកំពុងតែចូលទៅក្នុងសមោរាត្រីគេងលក់ស្រួលស្រាប់តែម៉ោងក៏បានរោឡើងគាត់ងើបឡើងមកដើម្បីបិទម៉ោងរោហ្នឹងអារម្មណ៍របស់គាត់ងើបមកទាំងមមាំជាក្មេងនៅទីក្រុងភ្នំពេញគាត់គិតថាអញ្ចេះអូយទុំគេងបានបន្តិចហ្នឹងម៉ោងរោបាត់ហើយដែលជាអារម្មណ៍មួយដែលបងប្អូនខ្ញុំជឿជាក់ថាដឹងនៅពេលដែលយើងគេងស្ងប់អត់មានយល់សពអត់មានអីវាហាក់ដូចជាមកបិទភ្នែកបើកភ្នែកភ្លឺគឺអារម្មណ៍មួយហ្នឹងគាត់បើកភ្នែកមកបិទម៉ោងរោអារម្មណ៍របស់គាត់គឺដល់ម៉ោងថ្ងៃរះហើយពួកយើងចេញមកមើលថ្ងៃរះទាំងអស់គ្នាជាពេលវេលាមួយដ៏ល្អតែចម្លែកត្រង់ថាអ្វីដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើលបំផុតនៅពេលដែលគាត់ទាញនាឡិកាមកមើលនេះនាឡិកាដែលរោគឺជានាឡិកានៅក្នុងតង់របស់គាត់តែមួយគត់ដែលរោតង់ផ្សេងអត់មាននាឡិកាណារោទេម្នាក់ណាក៏អត់ភ្ញាក់ដែរគឺមានតែគាត់ភ្ញាក់ម្នាក់ឯងសូម្បីតែមិត្តភក្តិគេនៅជាប់គាត់ក៏អត់ភ្ញាក់ដែរទាំងម៉ោងរោនឹងគឺសំឡេងខ្លាំងមែនទែនគាត់ក៏ផ្លាស់ប្ដូរគំនិតថាអញ្ចេះប្រហែលជាពួកគាត់អស់កម្លាំងខ្លាំងពេកហើយទើបបានអត់លឺម៉ោងរោអញ្ចឹងអត់មានអ្នកងើបអញ្ចឹងគាត់បិទម៉ោងរោគាត់ក៏ទាញទូរស័ព្ទមកមើលនៅពេលដែលគាត់ទាញទូរស័ព្ទមកមើលនេះក្នុងចិត្តរបស់គាត់គិតថាប្រហែលជាម៉ោង 5 ហើយតែនៅពេលដែលគាត់បើកពន្លឺរបស់ទូរស័ព្ទជះចេញមកម៉ោងដែលបង្ហាញនៅលើអេក្រង់ទូរស័ព្ទគឺម៉ោង 12 យប់គាត់ឃើញម៉ោង 12គាត់ភ្ញាក់ខ្លាំងមែនទែនគាត់ឆ្ងល់ម្ដងទៀតថាទេមិនក៏ម៉ោងរោស្មើនឹងអញ្ចឹងទុំម៉ោង 12 តាគាត់ក៏ទាញគំនិតខ្លួនឯងមួយថាប្រហែលគាត់ error ខ្លួនឯងអារបៀបថាគាត់ដាក់ម៉ោងរោខុសខ្លួនឯងអញ្ចឹងហើយទៅវាម៉ោងរោប៉ុណ្ណឹងគាត់ក៏បិទអេក្រង់ទូរស័ព្ទហើយសង្ងំចូលគេងវិញគេងបានតែមួយស្របក់បាត់តែមួយផ្លែតទេគាត់ក៏ឮសំឡេងម្យ៉ាងសំឡេងនោះគឺជាសំឡេងសម្រាប់ជើងមនុស្សដើរម៉ោង 12 យប់មានសំឡេងសម្រាប់ជើងមនុស្សដើរនៅជិតតង់របស់គាត់ឮបែបហ្នឹងគាត់ក៏ស្ទុះចេញទៅខាងក្រៅអ្វីដែលគាត់បានឃើញមិត្តភក្តិរបស់គាត់ម្នាក់ដើរតម្រង់ឆ្ពោះទៅទិសដៅមួយជាទិសដៅដែល
មុននឹងកាកបាលល្ងាចគាត់បានឃើញនារីជនជាតិម្នាក់នឹងឈរប្រហែលជា100ម៉ែត្រហ្នឹងណាគឺដើរតម្រង់ទៅទិសដៅមួយនឹងដែលងងឹតស្លុបដំបូងគាត់គិតថាអញ្ចេះប្រហែលជាត្រូវការបត់ដៃបត់ជើងអីហើយទើបបានដើរទៅកន្លែងហ្នឹងតែក្នុងចិត្តមួយទៀតក៏គាត់គិតថាទេតិចមានរឿងអីទៅគិតបានប៉ុណ្ណឹងគាត់ក៏ស្ទុះទៅកន្ត្រាក់មិត្តភក្តិរបស់គាត់វិញនៅពេលដែលគាត់កន្ត្រាក់បែរមិត្តភក្តិរបស់គាត់មកកាន់គាត់ហើយគាត់សួរថាអញ្ចេះហែងទៅណាទៅបត់ដៃបត់ជើងមែនអ្វីដែលមិត្តភក្តិរបស់គាត់បានឆ្លើយមកកាន់គាត់គឺប្រាប់គាត់ថាខ្ញុំដើរទៅរកអស់ដុតហើយសល់ខ្លះទុកលក់នេះគឺជាចម្លើយដែលគាត់ឆ្លើយមកកាន់ម្ចាស់សាច់រឿងជាចម្លើយចម្លែកជាក្មេងទីក្រុងរឿងអីទៅប្រមូលអស់លក់ជាចម្លើយមួយដែលអត់សមហេតុផលម្ចាស់សាច់រឿងគាត់ស្ដាប់ចម្លើយហ្នឹងហើយគាត់រៀងភាំងគាត់ក៏ចាប់បង្រួនមិត្តភក្តិរបស់គាត់ម្ដងទៀតរបៀបថាដឹងខ្លួនម្ដងនេះគាត់រៀងស្វាងបន្តិចណានៅពេលដែលគាត់រៀងស្វាងទៅគាត់ឃើញមុខម្ចាស់សាច់រឿងនេះគាត់ក៏បានសួរថាចេះហើយមកកន្លែងហ្នឹងធ្វើអីម្ចាស់សាច់រឿងអត់ហ៊ានប្រាប់ទេថាមានរឿងរ៉ាវអីមុនហ្នឹងគាត់ក៏ប្រាប់ថាឯងឈឺបត់ជាងតូចអញ្ចឹងទៅក៏អូសដៃមិត្តភក្តិឯងហ្នឹងចេញមកបត់ជាងតូចជាមួយគ្នាហ្នឹងណាមិត្តភក្តិគាត់ឮចម្លើយមួយហ្នឹងហើយក៏សួរថាឥឡូវបត់ដៃបត់ជើងហើយនៅម្ចាស់សាច់រឿងគាត់ថាបត់ហើយមិត្តភក្តិរបស់គាត់ក៏តបថាបើបត់ហើយតោះទៅដេកវិញងួយដេកខ្លាំងណាស់មួយម៉ាត់ហ្នឹងបើសិនជាបងប្អូនជាម្ចាស់សាច់រឿងតើបងប្អូននៅមានអារម្មណ៍ចង់គេងទេច្បាស់ងួយគេងប៉ុណ្ណាក៏ដោយតែស្វាងចេះតែម្ដងគាត់មិនហ៊ាននិយាយអ្វីទាំងអស់គាត់ក៏អូសដៃមិត្តភក្តិរបស់គាត់ដើរមកកាន់តង់វិញដាក់មិត្តភក្តិរបស់គាត់ចូលតង់របស់គាត់ហើយគាត់ដើរតម្រង់ទៅតង់របស់ខ្លួនឯងនៅពេលដើរទៅកាន់តង់របស់ខ្លួនឯងនេះគាត់បានក្រឡេកភ្នែកប៉ះជាមួយនឹងនារីជនជាតិនោះម្ដងទៀតម្ដងនេះនារីនឹងឈរសម្លក់គាត់តែម្ដងបើសិនជាយើងគិតពីពេលវេលាវាប្រហែលជាម៉ោង1ទៅ1កន្លះយប់ហើយមិនក៏មាននារីជនជាតិម្នាក់មកឈរសម្លក់គាត់អញ្ចឹងគាត់ឃើញកំពុងឈរសម្លក់គាត់បែបហ្នឹងគាត់ដឹងក្នុងចិត្តថានេះមិនមែនជាមនុស្សទេដោយសារតែគាត់មានបទពិសោធន៍ហើយមានអំណោយពីធម្មជាតិផងនោះគាត់អត់ចៅទេគាត់ឈរប្រឹងសម្លក់វិញរបៀបថាសម្លក់ខ្ញុំសម្លក់វិញចាំមើលមិនដែរធ្វើសកម្មភាពមួយនេះប្រហែលជាម៉ាសទូស្រាប់តែមានរឿងហេតុមួយមកបង្អក់ដំណើរសកម្មភាពរបស់គាត់ម៉ោងនៅក្នុងតង់មិត្តភក្តិរបស់គាត់នឹងចាប់ផ្ដើមរោម្ដងគាត់ឮបែបហ្នឹងគាត់ក៏បែរទៅកាន់តង់មិត្តភក្តិរបស់គាត់បានឃើញថាសកម្មភាពមិត្តភក្តិរបស់គាត់ហ្នឹងចាប់ផ្ដើមងើបទាំងមមីមើលម្នាក់ចាប់ផ្ដើមងើបណាហើយចាប់ផ្ដើមបបួលដាស់គ្នាថាម៉ោងរោហើយឲ្យងើបមករបៀបអញ្ចឹងឯងបន្ទាប់មកក៏ឮសំឡេងរបៀបថាចំឲ្យវាដាក់ម៉ោងរោធ្វើស្អីវាហ្នឹងហើយរោរហូតអញ្ចឹងដេកមិនបានសោះផុតពីហ្នឹងគាត់បានឮមិត្តភក្តិរបស់គាត់ម្នាក់ទៀតប្រាប់ថាណែងើបឡើងម្ចាស់សាច់រឿងហ្នឹងឲ្យដាស់អាំងទៅរើអស់យកទៅឲ្យអ្នកភូមិខ្លះហើយយកទៅលក់ផងតែម្ចាស់សាច់រឿងនៅឈរនៅក្បែរតង់របស់ខ្លួនឯងនេះទេហើយអ្នកណាទៅដើរប្រាប់គាត់ឲ្យរើអស់ហ្នឹងគាត់ឮបែបហ្នឹងគាត់ក៏ស្ទុះដើរទៅកាន់តង់របស់មិត្តភក្តិរបស់គាត់ហ្នឹងប្រាប់ថាណែឯងមានប្រាប់តាំងពីកាលមិត្តភក្តិរបស់គាត់ប្រាប់ថាអត់ទេប្រាប់ច្បាស់ណាស់មិញប្រាប់ច្បាស់មែនតើតើរឿងហេតុមួយនេះបើសិនជាបងប្អូននៅក្នុងបរិយាកាសមួយនេះវាច្បុកច្បល់ប៉ុណ្ណាវាមានភាពរញ៉េរញ៉ៃមែនតើបំណាច់ថាម្នាក់បានភ្ញាក់ហើយពួកគាត់ក៏បបួលគ្នាដើម្បីមកអង្គុយនៅចំមុខភ្លើងប្រកាត់ភ្លើងសាថ្មីដើម្បីមើលថ្ងៃរះកំពុងតែអង្គុយហ្នឹងមិត្តភក្តិរបស់គាត់ក៏ប្រាប់ថាមកព្រលឹមហើយមកហុចនេះវិញហុចទូរស័ព្ទឲ្យរៀងខ្លួនមកបាច់តុងបាច់អីទៀតទេនៅពេលដែលគាត់បកុលទូរស័ព្ទឲ្យមិត្តភក្តិរបស់គាត់រៀងខ្លួនហើយនេះនៅពេលដែលបានដល់ដៃហើយម្នាក់បើកទូរស័ព្ទមើលម៉ោងដែលបង្ហាញនៅលើទូរស័ព្ទមិនមែនម៉ោង5ព្រឹកទេម៉ោងដែលបានបង្ហាញនៅលើទូរស័ព្ទទាំងអស់គឺម៉ោង 2:35 នាទីពួកគាត់ឃើញបែបហ្នឹងគាត់ចាប់ផ្ដើមមើលមុខគ្នាហើយគាំងតែម្ដងម្នាក់គឺស្រឡាំងកាំងអារបៀបថាគេងហេតុអីបានម៉ោងរោខុសហើយម៉ោងរោប្រដាក់គ្នាថែមទៀតកំពុងតែស្រឡាំងកាំងនេះស្រាប់តែឮសំឡេងសម្រាប់ជើងមនុស្សម្នាក់ដើរជន់មេឃឈើតូចនៅជិតតង់ពួកគាត់នៅពេលដែលពួកគាត់កលេចមើលទៅគឺគាត់បានឃើញនារីម្នាក់ដែលជានារីជនជាតិដដែលកំពុងតែដើររើសអស់ហើយមានកផាវនឹងនៅពីក្រោយខ្នងគាត់ណាម្នាក់ឆ្ងល់តែចេះទេម៉ោង 2 យប់អីមិនក៏មានអ្នករើអស់រើអីស្មើនឹងហ្នឹងមានមិត្តភក្តិរបស់គាត់ 2-3 នាក់ទៀតក៏តាំងចិត្តថាចេះមើលដើរទៅមើលហើយរើអស់អីស្មើនឹងនិយាយបានត្រឹមប៉ុណ្្នឹងពួកគាត់ 2-3 នាក់ពិតជាស្ទុះដើរទៅមើលមែនចង់ដឹងថាតើម្នាក់នឹងណាគេមិនក៏មករើអស់អីស្មើនឹងនៅពេលដើរទៅដល់សំលេងទាំងមូលត្រូវបានស្ងាត់មនុស្សដែលគាត់ឃើញអំបញ្ញមិញក៏បំបាំងកាយបាត់
សំបីតស្រមោលក៏អត់ឃើញដែរប៉ុណ្នេះមកដល់ចំណុចនេះមិនមែនមានតែម្ចាស់សាច់រឿងម្នាក់គត់ទេដែលបានឃើញមិត្តភ័ក្តិរបស់គាត់ជាភ័ស្តុតាងនិងជាសាក្សីបានឃើញទាំងអស់គ្នាប៉ុណ្ណឹងល្មមដឹងច្បាស់ណាស់ថាមិនមែនជាមនុស្សនោះឡើយដូច្នេះហើយម្នាក់ក៏សម្រេចចិត្តចូលទៅតង់រៀងខ្លួនដើម្បីគេងតែសួរថាគេងលក់ទេគេងមិនលក់ទេម្នាក់គឺគេងមិនលក់ទេបានតែសង្ងំនឹងឯងគម្រោងមើលថ្ងៃរះទាំងមូលគឺคล้ายទៅជាអាសាបងហើយពួកគាត់ក៏បានសម្រេចចិត្តដែរថាពេលថ្ងៃរះហើយទេហៅបងតកងឡានមកយកវិញហើយយើងទៅរកកន្លែងគេងឲ្យស្រួលបួសចង់មិនក៏ដោយត្រូវទៅរកបន្ទប់អីគេងឲ្យស្រួលបួសអត់កើតទេរឿងហេតុមួយយប់នេះគឺសាហាវមែនតើចំណែកឯម្ចាស់សាច់រឿងវិញនៅពេលដែលចូលទៅដល់តង់ខ្លួនឯងកំពុងតែរបៀបថាគេងគិតពិចារណាថាមានរឿងអីកើតឡើងម្នាក់នឹងជាអ្នកណាខ្មោចនឹងមកពីណាឡាក់នេះស្រាប់តែមានស្រមោលមកឈរពីមុខតង់របស់គាត់តែម្ដងជាស្រមោលមនុស្សស្រីដែលមានកាផៅនៅពីក្រោយខ្នងអស់ពីឈរឃើញម្ចាស់សាច់រឿងនឹងអត់មានប្រតិកម្មអីបានបន្តិចស្រាប់តែឮសំឡេងអាសត្វស្លាប់កដាលយប់សត្វស្លាប់ម៉ោង3អីផ្អើលហោះចេញពីព្រៃអីចឹងទៅឃើញម្ចាស់សាច់រឿងអត់មានប្រតិកម្មអីទៀតម្នាក់ស្រីនឹងក៏បញ្ចេញសំឡេងរបៀបយំផងស្រែកផងរបៀបអញ្ចឹងនិយាយរួមមួយយប់នឹងគឺម្ចាស់សាច់រឿងត្រូវធ្ងន់ជាងគេដល់ព្រឹកឡើងមើលទៅមុខម្នាក់គឺអត់មានអារម្មណ៍ដើរលេងទាំងអស់បានអីមានអារម្មណ៍ដើរលេងបើម្នាក់បោះគេងបានបន្តិចម៉ោងរោផុតពីម៉ោងរោទៅឮសំឡេងចម្លែកប៉ះដឹងច្បាស់ថាខ្មោចលងទៀតតើអ្នកណាទៅឲ្យមានគេងលក់ឲ្យមានអារម្មណ៍គេងលក់ច្បាស់ណាស់អត់មានអ្នកណាម្នាក់ទេមានអារម្មណ៍គេងលក់ម្នាក់គឺលហិតលហៃខ្លាំងមែនទែនអស់ពីខ្លួនរលីងតែម្ដងពួកគាត់ក៏សម្របសម្រួលគ្នាថាឥឡូវចេះទៅមិនបាច់ទៅគេងណាមិនបាច់ទៅគេងណីអីទៀតទេតោះយើងទៅភ្នំពេញវិញទៅឯកភាពគ្នាហើយអស់ហើយគាត់ក៏ទេរោបងតកងឡានឲ្យមកយកគាត់នៅពេលដែលបងតកងឡានមកយកពួកគាត់ហើយពួកគាត់ក៏ថាឥឡូវពូពួកខ្ញុំសម្រេចចិត្តឲ្យថាទៅភ្នំពេញឥឡូវប៉ុន្តែមុននឹងទៅភ្នំពេញឥឡូវយើងរកអីញ៉ាំអីនៅគៀកនឹងបានអត់ពូតកងឡានក៏ផ្ដល់យោបល់ថាឥឡូវចេះទៅផ្ទះប្អូនរបស់ពូទៅចាំពូឲ្យប្អូនពូនឹងចាត់ចែងតាមការគួរពួកគាត់ក៏បានឯកភាពទៅដល់ផ្ទះប្អូនប្រុសរបស់ពូម្នាក់ហ្នឹងគាត់ក៏បានជំរាបសួរអង្គុយនិយាយគ្នាលេងនិយាយចោលនិយាយឡើងម្ចាស់សាច់រឿងក៏ធ្លាចូលដល់ប្រធានបទសួរតាក់ទិនថាចេះពូខ្ញុំសុំសួរមួយមើលនៅម្ដុំហ្នឹងមានស្រីណាម្នាក់ដែលអាយុប្រហែលជាជំទង់ហើយដើររើអស់អន់កូនរបស់ពូម្នាក់ហ្នឹងជាប្អូនប្រុសនេះកូនរបស់ប្អូនប្រុសពូតកងឡានបានឆ្លើយកាត់គាត់តែម្ដងថាអូបងមានតាបងស្រីម្នាក់ហ្នឹងគាត់អាយុរៀងជាទង់ដែរទេតែគាត់អ្នករើអស់ហើយគាត់ទៅតែស្លាប់បាត់បង់ជីវិតហ្នឹងពេលហ្នឹងមួយម៉ាត់ហ្នឹងទាំងពូតកងឡានទាំងម្ចាស់សាច់រឿងទាំងមិត្តភ័ក្តិទាំងអស់គឺភ្ញាក់ព្រឺតែម្ដងហើយច្បាស់ណាស់ថាយប់មិញអ្វីដែលគាត់បានឃើញមិនមែនជាមនុស្សតែជាវិញ្ញាណរបស់ស្ត្រីវ័យជំទង់ដែលរើអស់ហើយទើបតែស្លាប់នឹងឯងត្រឹមព័ត៌មានប៉ុណ្ណេះពួកគាត់ក៏ញ៉ាំអីហើយស្រស់ស្រូបអីហើយឡើងឡានតម្រង់មកទីក្រុងភ្នំពេញវិញនៅពេលដែលធ្វើដំណើរមកដល់ទីក្រុងភ្នំពេញនេះពូតកងឡានក៏ចោទសួរទៅដល់ក្រុមពួកគាត់ណាថាចេះមើលក្មួយដឹងអត់ថាហេតុអីបានពូប្រាប់ថាបើមានរឿងអីឲ្យរហូតទៅរកផ្ទះរបស់ប្អូនប្រុសរបស់ពូហ្នឹងព្រោះដោយសារតែគាត់ក៏បានឃើញដែរតាំងពីជិះចូលមកតែម្ដងគាត់ឃើញឈរថ្មឹងសន្លឹងមកមើលឡានអត់ដាច់កទុយភ្នែកសោះហើយគាត់ឃើញស្ត្រីម្នាក់ហ្នឹងរបៀបស្លេកស្លាំងគាត់ដឹងតែម្ដងថាមិនមែនជាមនុស្សនោះទេចឹងហើយទៅមិនគាត់ផ្ដាំផ្ញើទៅភ្ញៀវរបស់គាត់ទាំងអស់ហ្នឹងថាបើមានរឿងអីទៅរត់ទៅរកផ្ទះរបស់ប្អូនរបស់គាត់ទៅហើយនេះគឺជាសាច់រឿងទាំងមូលរបស់ម្ចាស់សាច់រឿងយ៉ាងម៉េចទៅហើយបងប្អូនទាំងអស់គ្នាសាច់រឿងមួយនេះជក់ចិត្តយ៉ាងណាដែរល្អប៉ុណ្ណាដែរមានរឿងមួយដែលបានកើតឡើងលើខ្ញុំនិងម្ដាយខ្ញុំផ្ទាល់ដែលវាកើតជាចម្ងល់មកដល់ពេលបច្ចុប្បន្ននេះមានសត្វកញ្ចែមួយក្បាលវាចូលមកក្នុងផ្ទះខ្ញុំហើយបើតាមជំនឿចាស់ថាបើឃើញសត្វនោះចូលមកផ្ទះកុំប៉ះវាអញ្ចឹងខ្ញុំក៏យកថង់ចាប់វាហើយចងមាត់ឲ្យជិតឈឹងបន្ទាប់មកក៏គាត់យកទៅខាងក្រៅតែខ្ជិលយកទៅបោះចោលអញ្ចឹងគាត់ក៏យកដាក់នៅក្នុងកែបម៉ូតូស្រាប់តែព្រឹកឡើងនៅពេលដែលគាត់បែរកែបម៉ូតូសត្វកញ្ចែមួយនោះបែរជាបាត់ឈឹងចម្ងល់នេះបានកើតឡើងសម្រាប់គាត់មកដល់បច្ចុប្បន្នតើនេះជាអ្វីយោងទៅតាមបទពិសោធន៍របស់ខ្ញុំដដែលខ្ញុំនៅតែនិយាយថាខ្ញុំមិនមែនជាអ្នកចេះទេអញ្ចឹងហើយខ្ញុំគ្រាន់តែចែករំលែកនៅបទពិសោធន៍នៅអ្វីដែលខ្ញុំដឹងអ្វីដែលខ្ញុំយល់អ្វីដែលខ្ញុំបានឆ្លងកាត់តែប៉ុណ្ណោះក៏ប៉ុន្តែសត្វកញ្ចែមួយនេះវាអាចអ្វីដែលបងស្រីយល់ឃើញហ្នឹងគឺមិនខុសទេវាតាក់ទិនជាមួយនឹងអំពើបំពាននឹងឯង
បើសិនជាបងប្អូនចាប់អារម្មណ៍ឃើញសត្វល្អិតប្លែកៗប្រភេទអាសេរពិសឬក៏ប្រភេទសត្វចម្លែកដែលមិនគួរមាននៅម្ដុំហ្នឹងអញ្ចឹងវិធីដែលល្អការបង្កើនការសង្ស័យរបស់បងប្អូនសូមកុំយកដៃទៅប៉ះផ្ទាល់ឲ្យសោះសូមបងប្អូនយកកណាត់ឬក៏យកជាស្បោងជ្រក់ឲ្យកវែងចោលទៅនេះគឺជាវិធីល្អខ្ញុំមិនថាសត្វទាំងអស់សិតតែជាអំពើអពន់ទេខ្ញុំបញ្ជាក់អញ្ចឹងក្នុងករណីនេះបើសិនជាបងប្អូនសង្ស័យខ្ញុំជឿថាចេះបងប្អូនទាំងអស់គ្នាប្រកាសជាមានអារម្មណ៍គ្រាន់តែឃើញភ្លាមគឺមានអារម្មណ៍ថាព្រឺឬក៏មានអារម្មណ៍ថាចម្លែកវាមិនមែនជាការចម្លែកមួយបែបផែនមនុស្សលោកទេតែជាការចម្លែកមួយដែលនៅខាងក្នុងស្នូលរបស់យើងនៅក្នុងដួងព្រលឹងរបស់យើងគឺយើងដឹងតែម្ដងថាអត់ស្រួលហើយអញ្ចឹងក្នុងករណីនេះសូមបងប្អូនទាំងអស់គ្នាមេត្តាកុំប៉ះដោយផ្ទាល់ឲ្យសោះបើយើងគិតមើលទៅលើជ្រុងវិទ្យាសាស្ត្រយើងអត់ដឹងថាសត្វហ្នឹងបានទៅទុំលើអីគេខ្លះបានទៅទុំនៅលើដើមឈើណាខ្លះឬផ្កាណាខ្លះឬក៏ចេញមកពីដីឬក៏ចេញមកពីលូឬក៏បែបណាយើងអត់ដឹងទេដែលពោពេញទៅដោយមេរោគហើយបច្ចុប្បន្នកាលនេះមេរោគបានវិវត្តខ្លួនសូម្បីតែការផ្ដាសាយក៏ដោយតើមានសភាពបែបណាមកជីវិតរបស់បងប្អូនមកឆ្លងកាត់នេះមកត្រឹមឆ្លងកាត់មានអីគេខ្លះផ្ដាសាយបាក់សីផ្ដាសាយជ្រូកមានទាំងកូវីដផុតពីកូវីដទៅវាមានស្អីណាស្អីណីទៀតឃើញទេគ្រាន់តែមេរោគផ្ដាសាយមួយតែប៉ុណ្ណោះតើវិវត្តខ្លួនបានដល់រហូតដល់ប្រមាណដំណាក់កាលបើយើងគិតនៅក្នុងនៃវិទ្យាសាស្ត្រវិញយើងគិតថាយកស្បោងទៅចាប់ទៅជៀសជាងមេរោគទាំងឡាយនោះវាបានប៉ះពាល់ឬក៏ចូលតាមរុនញើសណាមួយឬក៏ចូលតាមកញ្ចក់ដៃកញ្ចក់ជើងរបស់យើងអញ្ចឹងវាគឺជាការប្រុងប្រយ័ត្នមួយដែរអញ្ចឹងក្នុងករណីនេះបើសម្រាប់អ្នកដែលវិទ្យាសាស្ត្រនិយមអាចមើលទៅលើជ្រុងហ្នឹងបើសិនជាអ្នកអបិយជំនឿនិយមក៏អាចមើលទៅជ្រុងដែលខ្ញុំបានបញ្ជាក់អញ្ចឹងបើសួរថាតើសត្វទាំងអស់ហ្នឹងវាតាក់ទិនជាមួយនឹងពើពន់អត់វាអាចព្រោះអ្វីដែលខ្ញុំឃើញវាអញ្ចឹងមែនបងប្អូនទាំងអស់គ្នាដោយការពីអេពីសូតណាមួយនោះដែលខ្ញុំបានចែករំលែកតាក់ទិនជាមួយនឹងប្អូនស្រីម្នាក់ដែលមានមេអំបៅហោះចូលទៅក្នុងផ្ទះលោកយាយរបស់គាត់ជាប្រភេទមេអំបៅខ្មោចសម្រាប់ខ្ញុំគឺខ្ញុំលើកឧទាហរណ៍ដដែលដែលតាក់ទិនជាមួយនឹងខ្លួនរបស់ខ្ញុំតែម្ដងគឺមេអំបៅខ្មោចទំហំចង់ប៉ិនបាតដៃបន្ទប់របស់ខ្ញុំគឺមានសណាញ់មូសផ្ទះរបស់ខ្ញុំគឺបិទជិតគ្រប់ប្រឡោះបលិកលៀតណាក៏ដោយដែលតទៅជាមួយនឹងដំបូលគឺខ្ញុំបិទសណាញ់ឡើងជិតតែម្ដងដើម្បីបង្ការកុំឲ្យមានសត្វល្អិតឬក៏សត្វល្មូនណាមួយដែលខ្ញុំមិនចង់ឲ្យមាននៅក្នុងផ្ទះហ្នឹងវាចូលទៅតាមប្រឡោះហ្នឹងតែសំណួរសួរថាមេអំបៅដែលធំប៉ិនបាតដៃនេះវាហោះចូលមកក្នុងបន្ទប់គេងរបស់ខ្ញុំតាមផ្លូវណាលុះត្រាតែវាចេះពីជាតិខ្លួនចូលទៅតាមប្រឡោះជើងទោះក្នុងប្រឡោះជើងក៏ដោយក៏វាមិនធំរហូតដល់ប៉ិនម្រាមកូនដៃផងអញ្ចឹងសួរថាវាចូលមកតាមវិធីណានៅពេលដែលខ្ញុំឃើញបែបហ្នឹងហើយទុំនៅលើពីដានអញ្ចឹងខ្ញុំអត់បានធ្វើអ្វីនោះទេខ្ញុំបានទុកឲ្យវានៅនឹងខ្លួនឯងទៅរហូតដល់ព្រលឹមឡើងខ្ញុំបានទៅស្វែងរកដើររកមេអំបៅហ្នឹងកន្លែងដែលវាទុំគឺមិនឃើញវានោះទេហើយខ្ញុំបានដើររកក្រែងលក់ធ្លាក់នៅកន្លែងណាឬក៏បែបណាបែបណីអីហ្នឹងខ្ញុំដើររកពេញបន្ទប់សូម្បីតែស្រមោលក៏មិនឃើញដែរដូច្នេះហើយត្រង់ចំណុចនេះតើមេអំបៅនោះជាអ្វីជាសត្វមេអំបៅពិតប្រាកដឬក៏ជាអំពើអំព័ន្ធឬក៏ជាវិធីណាមួយនៃអមនុស្សឬក៏ផ្លូវវិញ្ញាណណាមួយដែលចង់បង្ហាញខ្ញុំឲ្យឃើញនៅអ្វីបើសិនជាតាក់ទិនជាមួយនឹងកញ្ចែអានេះខ្ញុំឃើញផ្ទាល់ភ្នែកតែម្ដងគឺអ្នកនៅចិត្តខាងខ្ញុំអ្នកនៅចិត្តផ្ទះខ្ញុំណាគាត់ត្រូវអំពើគេហើយវិធីត្រូវអំពើដែលគាត់ត្រូវអំពើហ្នឹងគឺតាមរយៈការទទួលសធរដូងការកាច់កង់គ្នារបៀបរស់ស៊ីណាគាត់បានរស់ស៊ីមុខរបរមួយហើយដោយសារតែមានការចំណែនគាត់លក់ដាច់លក់អីចឹងទៅហើយគាត់ប្រកែផងអីផងថ្ងៃមួយគេក៏សម្រេចចិត្តថាធ្វើអំពើដាក់គាត់វិធីដែលធ្វើអំពើគឺគេបានយកសធរដូងមួយយកទៅផ្ញើឲ្យគាត់ហើយបកគលជូនគាត់របៀបថាអូខ្ញុំសូមផ្ញើសធរដូងហ្នឹងសិនតិចទៀតខ្ញុំមកយកវិញហើយគាត់ទទួលមកត្រឹមថាខ្ញុំទុកឲ្យមកទទួលមកត្រសធរដូងពីមនុស្សល្អជាមួយថ្ងៃតែប៉ុណ្ណោះខ្លាចទៅជាមនុស្សវិកលចរិតនៅពេលដែលទៅពិនិត្យនៅពេទ្យគ្រប់ពេទ្យមិនថាពេទ្យវៀតណាមមិនថាពេទ្យខ្មែរទេគឺឆែកអត់ឃើញចេះតែឃើញអានេះឃើញអានោះម្ដងថាមានទឹកក្នុងកាពះម្ដងនោះថាមានទឹកនៅក្នុងខួរក្បាលម្ដងនោះថាអញ្ចេះម្ដងនោះថាអញ្ចោះជំងឺវាមិនច្បាស់ការតតែសោះគ្រប់ពេទ្យទាំងអស់រហូតដល់ឪពុករបស់ខ្ញុំគាត់បានជួយរកអ្នកដែលខ្លាំងប៉កែអញ្ចឹងមកស្រោចទឹកឲ្យនៅពេលដែលស្រោចទឹក
ឪពុករបស់ខ្ញុំគាត់វគ្គដែរព្រោះអីគាត់បានឃើញសមោលមួយចេញពីខ្លួនប្រាណរបស់អ៊ំមួយហ្នឹងស្របពេលដែលគាត់បានឃើញសមោលមួយដែលដើរចេញពីខ្លួនប្រាណរបស់អ៊ំមួយហ្នឹងគ្រូដែលកំពុងតែស្រោចទឹកហ្នឹងបានយកទឹកមកផ្ដិលសូត្រហើយជះទៅលើសមោលហ្នឹងតែម្ដងតាំងពីពេលហ្នឹងមកក៏គាត់រៀងធូរបានន័យថាសួរថាអាចជំងឺវិកលចរិតរបស់គាត់ហ្នឹងចាប់ផ្ដើមធូរចាប់ផ្ដើមនិយាយទៅដឹងចាប់ផ្ដើមនិយាយទៅស្គាល់អ្នកនេះស្គាល់អ្នកនោះអត់បានទាំងប្រើថ្នាំផងហ្នឹងផុតពីហ្នឹងនៅពេលមួយដែលខ្ញុំចុះពីលើផ្ទះដើម្បីមកយកម៉ូតូនៅពេលដែលខ្ញុំដើរចេញទៅខាងក្រៅខ្ញុំបានឃើញសត្វបើមិនកន្លងក៏កញ្ចែដែរចម្ងាយដែលខ្ញុំឈរពីកន្លែងម៉ូតូហើយទៅអ៊ំម្នាក់ហ្នឹងគឺប្រហែលជា3ម៉ែត្រប្រហែលខ្ទង់ប៉ុណ្្នឹងឯងនៅពេលដែលខ្ញុំឃើញសត្វមួយហ្នឹងហោះពីក្រោយខ្នងរបស់គាត់ហោះបុកគាត់តែម្ដងហើយសត្វហ្នឹងបាត់ណាបងប្អូនកន្លែងហ្នឹងខ្ញុំនិយាយបងប្អូនអាចថាខ្ញុំបោកអាចថារឿងអច្ឆរិយៈប៉ុន្តែខ្ញុំឃើញផ្ទាល់ភ្នែកសត្វប្រពន្ធប្រហែលជាទំហំប្រហែល2ធ្នាប់ដៃធំហោះបុកខ្នងគាត់ហើយបាត់តែម្ដងហើយខ្ញុំឡើងវាក់ខ្លាំងមែនទែនអញ្ចឹងត្រង់ចំណុចនេះខ្ញុំក៏មិនដឹងថាបែបណាដែរសង្ឃឹមថាមានអេពីសូតណាមួយនៅក្នុង season ក្រោយខ្ញុំបានអញ្ជើញមកដើរទៅអញ្ចឹងក្នុងករណីហ្នឹងគាត់អាចបកស្រាយបានថាតើអាហ្នឹងជាម៉េចអាហ្នឹងជាមកម៉េចអីចឹងណាឬក៏បានអញ្ជើញអ្នកណាដែលខ្លាំងទៅគាត់អាចយល់ដឹងច្រើនពីវិធីរបៀបរបៀនក្នុងការរៀបក្នុងការថ្វាយឬក៏ក្នុងការធ្វើបែបណាឬក៏គាត់មានបទពិសោធន៍ឃើញផ្ទាល់ភ្នែកបែបណាគាត់អាចបកស្រាយនិងបញ្យល់ជូនទៅបងប្អូនទាំងអស់គ្នាបានប៉ុន្តែសម្រាប់ខ្ញុំតែម្ដងខ្ញុំបានឃើញផ្ទាល់ភ្នែកត្រង់ចំណុចសត្វទាំងអស់នេះហើយសម្រាប់មានបងប្អូនមួយចំនួនដែលគាត់នៅតែ comment សួរថាបងអើយសំណុំសង្វាហ្នឹងគឺអីគេបើសិនជាសំណុំសង្វាបើយើងនិយាយអំពីអបិយជំនឿសំណុំសង្វាមានន័យថាបុគ្គលម្នាក់ហ្នឹងមានគ្រូកាន់ឬក៏គ្រូកំណើតតាំងពីដើមតែម្ដងបើយើងនិយាយអំពីនៃវិទ្យាសាស្ត្រខ្ញុំនិយាយដដែលគឺជាអាការៈមួយឬក៏ស្ថានភាពមួយដែលសុកដែលតផ្ចិតពីផ្ចិតម្ដាយទៅផ្ចិតកូនហ្នឹងគឺរុំកឬក៏រុំជុំវិញខ្លួនដែលកើតមកសុកហ្នឹងពេលដែលលើកកូនហ្នឹងចេញមកសុកហ្នឹងនៅតែរុំនឹងបណ្ណ័យវិទ្យាសាស្ត្រគេហៅថាសុករុំកឬក៏សុករុំខ្លួនប្រហែលជុំមួយជុំពីរជុំអីចឹងទៅតែបើសិនជានៃអបិយជំនឿយើងរាប់ថានេះគឺជាសង្វារុំកសង្វារុំខ្លួនមួយជាន់ឬក៏ពីរជាន់ឬសង្វារុំខ្វែងអីជាដើមឡាក់អញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាអាចស្រាយចម្ងល់បានសម្រាប់ចំណុចមួយនេះកាលពីអេពីសូតមុនខ្ញុំបានសន្យាជាមួយបងប្អូនថានៅក្នុងអេពីសូតនេះខ្ញុំនឹងនិយាយអំពីផែងទឹកកំពែងទឹកដែលព័ទ្ធនៅជុំវិញប្រាសាទអង្គរវត្តឬក៏បណ្ដាប្រាសាទនានាហេតុអីបានគេសង់ទៅឲ្យមានទឹកនៅកន្លែងនោះមុននឹងការចែករំលែករបស់ខ្ញុំចាប់ដើមខ្ញុំចង់និយាយទៅប្រហែលចំណុចដូចគ្នាចំណុចទី1គឺមានបងមួយគាត់និយាយថា conspiracy theory ប្រហែលជាបងទាំងអស់គ្នាយល់ថាវាជាការគិតឆ្កួតឬក៏តស៊ូមតិណាមួយដែលបុគ្គលម្នាក់បានជឿជាក់ទៅលើចំណុចមួយហ្នឹងតែមិនបានចារយ៉ាងច្បាស់ដោយអ្នកប្រវត្តិសាស្ត្រឬក៏អ្នកជំនាញណាមួយដែលយកមកជាអំណះអំណាងតែគឺជា concept ឬក៏ជាការតស៊ូមតិមួយដែលជាជ្រុងយល់ឃើញដែលមិនមានអំណះអំណាងណាមួយឲ្យគ្រប់គ្រាន់នឹងគេហៅថា conspiracy theory ដែលពិបាកនឹងនិយាយប៉ុន្តែអ្វីដែលខ្ញុំលើកឡើងនេះខ្ញុំអត់បានពិចារណាទៅលើ conspiracy theory ទេខ្ញុំសូមបញ្ជាក់ទៅបងទាំងអស់គ្នាតែខ្ញុំស្ងើចសរសើរទៅលើភាពអច្ឆរិយៈក៏ខ្ញុំមិនបានប្រកែកថាបុព្វបុរសរបស់កម្ពុជាមិនមានលទ្ធភាពក្នុងការកសាងនោះឡើយអត់ទេខ្ញុំមិនបានប្រកែកទេគ្រាន់តែភាពអច្ឆរិយៈនឹងតើការពិតប្រាកដគឺជាអ្វីដែលខ្ញុំពិតជាចង់បានចម្លើយខ្ញុំជឿថាមនុស្សធ្វើខ្ញុំជឿខ្ញុំមិនជឿទៅលើការជប់ទេបងប្អូនអត់ជឿទាល់តែសោះជប់របៀបម៉េចមិនមែនយុទ្ធសាស្ត្រមកជប់ណាប៉ុន្តែពាក្យថាជប់បើសិនជាខ្ញុំនិយាយពាក្យកន្លែងនេះខ្ញុំចង់លើកឲ្យបងប្អូនទាំងអស់គ្នាពិចារណាថងចំណុចមួយភាពដែលអាចទៅរួចឬក៏មនុស្សចំនួននោះមិនទាន់បានដឹងថាអានោះជាអ្វីអញ្ចឹងក៏គេសន្មតថាជាយុទ្ធសាស្ត្រឬក៏ស្អីចឹងទៅយើងអត់ដឹងទាំងអស់គ្នាព្រោះយើងកើតអត់ទាន់ទាំងអស់គ្នាប៉ុន្តែបងប្អូនចាំទេខ្ញុំជឿជាក់ថាពាក្យមួយម៉ាត់នឹងបានឆ្លងកាត់ចូលទៅជាបងប្អូននៅត្រង់ចំណុចណាមួយនៃជីវិតចំណុចនៅត្រង់កន្លែងមួយណានោះដែលបងប្អូនធ្លាប់ឮតាក់ទិនអំពីពុទ្ធទំនាយដែរឬទេព្រះពុទ្ធបានប្រាប់ឱវាទរបស់ព្រះអង្គតាំងពីដើមមកហើយថាក្រោយពីការប្រមើលមើលរបស់ព្រះអង្គបានមានពុទ្ធដីកាថានៅថ្ងៃអនាគតនៅខាងមុខមនុស្សទាំងឡាយមានភ្នែកទិព្វមានត្រចៀកទិព្វអ្នកនៅឆ្ងាយ
ឃើញគ្នាដូចនៅគៀកម្នាក់សិនមានលទ្ធភាពបែបហ្នឹងក្នុងករណីហ្នឹងការចំនួនរបស់ព្រះពុទ្ធតើព្រះពុទ្ធស្គាល់ទេគេហៅថាទូរស័ព្ទតើព្រះពុទ្ធស្គាល់ទេថាប្រព័ន្ធអ៊ីនធឺណិតហ្នឹងគេហៅថាអ៊ីនធឺណិតអត់ស្គាល់ទេត្រូវឲ្យបងប្អូនអញ្ចឹងវិធីសាស្ត្រក្នុងការព្រានប្រដៅពុទ្ធបរិស័ទឬក៏អាវត្តទាំងឡាយដែលនៅក្រោមព្រះអង្គគឺព្រះអង្គប្រើពាក្យថាភ្នែកទិព្វនិងត្រចៀកទិព្វពាក្យទូរស័ព្ទវាទើបតែជប់ឡើងនៅក្នុង dictionary នៅឡើយទេទុំតែបង្កើតឡើងនៅក្នុងវចនានុក្រមនៅពេលផលិតផលមួយនឹងបានបង្កើតឲ្យយើងឃើញនឹងភ្នែកចុះបើសិនជាបងប្អូនកើតនៅប្រហែលជាចំនួន300ឆ្នាំទៅ400ឆ្នាំថា500ឆ្នាំចុះឲ្យយើងយូរបន្តិចតើបងប្អូនជឿទេអាចមានលទ្ធភាពជឿបានទេថាមនុស្សអាចប្រស្រ័យតាក់ទងគ្នានៅចម្ងាយឆ្ងាយដូចជើងមេឃនេះនិយាយទូរស័ព្ទនេះតើអាចទេអត់អាចទេត្រូវបងប្អូនប៉ុន្តែក្នុងពេលបច្ចុប្បន្នដោយសារតែយើងមានផលិតផលនឹងនៅក្នុងដៃនឹងហើយដែលយើងស្គាល់ថាអូអាហ្នឹងគេហៅថា smartphone អូអាហ្នឹងគេហៅថាទូរស័ព្ទចុះអ្នកចំនួនមុនដោយសារតែគាត់មិនមានពាក្យណាមួយនៅក្នុងវចនានុក្រមឬក៏បច្ចេកវិទ្យាទាំងឡាយវាដើរហួសសម័យកាលដូច្នេះហើយទើបបានព្រះពុទ្ធមានពុទ្ធកាថាជាភ្នែកទិព្វនិងត្រចៀកទិព្វដោយឡែកត្រង់ចំណុចត្រឹមតែទូរស័ព្ទយើងវិលបកទៅប្រហែលជា30ឆ្នាំមុននៅពេលដែលទូរស័ព្ទទាំងអស់ប្រើថ្មគេហៅទូរស័ព្ទខ្មងគោបងប្អូនដែលឃើញគឺធំខ្លាំងមែនទែនអ្នកណាដែលស្រមៃឃើញតាំងពីជំនាន់នឹងថាទូរស័ព្ទខ្មងគោដែលប្រប៉ិនខ្មងជើងមនុស្សនេះអាចคล้ายទៅជាទូរស័ព្ទបែបផែនជាច្រើនជាទូរស័ព្ទទំនើបដែលអាចដាក់នៅក្នុងកប៉ៅបានតើបើសិនជាយើងនៅពេលបច្ចុប្បន្ននេះយើងនិយាយថាអូបច្ចេកវិទ្យាមានការវិវត្តអញ្ចឹងហើយរឿងអីមិនអាចធ្វើបានចុះការពីជំនាន់នឹងវិញសាកគិតជ្រុងកន្លែងនឹងវិញបងប្អូនតើបងប្អូននឹងយល់ឃើញបែបណានឹងមើលឃើញបែបណាទៅវិញការជំនាន់ Nokia ការជំនាន់អីដែលកំពុងតែផ្ទុះកំពុងតែល្បីក្នុងទីផ្សារទូរស័ព្ទទាំងអស់រាប់ទាំង BlackBerry រាប់ទាំងស្អីក៏ដោយគឺมันមាន touch screen ស្ទើរតែมันមាន touch screen បាត់ទៅហើយទូរស័ព្ទទាំងអស់ប្រើប្រាស់តែប៊ូតុងមួយតែប៉ុណ្ណោះរហូតដល់ Steve Jobs គាត់បានចេញមកបំបែករនាំងវិទ្យាសាស្ត្រមួយហ្នឹងបានបង្កើតទូរស័ព្ទជាប្រភេទ iPhone ដំបូងគេបំផុតដែលមិនមានប៊ូតុងចុចទាល់តែសោះគឺប៉ះទៅលើអេក្រង់តែប៉ុណ្ណោះគឺប៉ះទៅលើអេក្រង់សុទ្ធដែលម្នាក់កាលជំនាន់នឹងអ្នកដែលមានថវិកាអីគាត់គិតថាឈួតពួកគាត់នៅតែគិតថាប៊ូតុងវាស្រួលប្រើជាងលាក់នឹងលាក់ចុះជំនាន់ឥឡូវតើបងប្អូនឃើញទូរស័ព្ទណាខ្លះដែលមានប៊ូតុងកម្រឃើញណាគឺសុទ្ធសឹងតែជាប្រភេទ touch screen ទាំងអស់អញ្ចឹងក្នុងករណីនេះហើយតើបញ្ជាក់អ្វីសម្រាប់បងប្អូនទាំងអស់គ្នាបញ្ជាក់អ្វីឲ្យយើងពិចារណាឲ្យស៊ីជម្រៅរបកកំហើញខ្ញុំមិនប្រកែកទេនៅរាល់ប្រវត្តិសាស្ត្រដែលពួកគាត់តសេខ្ញុំអត់បានប្រកែកទេរាល់បុរាណវិទ្យាដែលបានតសេខ្ញុំមិនប្រកែកទាល់តែសោះប៉ុន្តែអ្វីដែលខ្ញុំចង់ challenge ចង់បញ្ជាក់ចង់បង្ហាញជូនទៅបងប្អូនគឺរបកកំហើញថ្មីនិងបំបែករបកកំហើញចាស់របកកំហើញចាស់ខ្លាចទៅជារបកកំហើញយោងទៅតាមបច្ចេកវិទ្យាយោងទៅតាមចំណេះដឹងយោងទៅតាមតថភាពជាក់ស្ដែងដែលធ្វើឲ្យពួកគាត់រកឃើញបានត្រឹមតែប៉ុណ្ណោះតែដោយសារតែរបបកំហើញតាមបែបវិទ្យាសាស្ត្រមានការវិវត្តចំណេះដឹងដែលគោពីលើចំណេះដឹងចាស់បង្កើតខ្លាយទៅជាចំណេះដឹងថ្មីដែលវាហុចផលឲ្យខ្លាយទៅជារបបកំហើញថ្មីហើយរបបកំហើញថ្មីនោះនឹងខ្លាយទៅជាភ័ស្តុតាងថ្មីមួយទៀតដែលលុបបំបត្តិឬក៏ប្រាប់ថារបបកំហើញចាស់វាមិនគ្រប់គ្រាន់ទេអញ្ចឹងត្រង់ចំណុចហ្នឹងដែលខ្ញុំនិយាយថាខ្ញុំមិនអាចស្កប់ស្កល់បាននៅរាល់បុរាណវិទ្យានៅរាល់បុរាណវិទូឬក៏រាល់ប្រវត្តិសាស្ត្រដែលបានទៅសេត្រង់ចំណុចនេះខ្ញុំសង្ឃឹមថាបងប្អូនយល់នៅអ្វីដែលខ្ញុំព្យាយាមនិយាយប៉ុន្តែខ្ញុំនៅតែឈរទៅលើជ្រុងទស្សនៈមួយនិងជ្រុងមើលឃើញមួយរបស់ខ្ញុំតែប៉ុណ្ណោះត្រង់ចំណុចថាភាពអច្ឆរិយៈនិងអាចកំបាំងដែលបានសរសេរទុកនៅក្នុងតាមប្រវត្តិសភៅប្រវត្តិសាស្ត្រឬក៏គ្រូដែលបានបង្រៀនហ្នឹងវាមិនគ្រប់គ្រាន់វាមិនមានសភាពអាប់ដេតវាមិនទាន់សម័យកាលឬក៏បច្ចុប្បន្នកាលពិតប្រាកដនោះឡើយខ្ញុំជឿជាក់ថានៅតែមានរកការខ្ញុំជឿជាក់ថានឹងមានការរកឃើញថ្មីបន្ថែមទៀតហេតុអ្វីខ្ញុំនឹងលើកត្រង់ចំណុចផែងទឹកនៃប្រាសាទអង្គរវត្តយោងទៅតាមបើយើងនិយាយអំពីគ្រូរបស់យើងណាដែលយើងធ្លាប់រៀនមកបងប្អូនចាំទេថា
ប្រវត្តិសាស្ត្រគឺកំពែងទឹកនៅតាមប្រាសាទឥឡូវយើងលើកឧទាហរណ៍ថាប្រាសាទអង្គរវត្តចុះផែងទឹកកសាងដើម្បីអ្វីការចំនួននឹងការចំនួនយើងនៅក្មេងហើយរៀនពេលនោះគ្រូរបស់យើងបានបង្រៀនថាកំពែងទឹកនោះគឺប្រើសម្រាប់ការពារដែលការចំនួនហ្នឹងគេមានចាំកពើដែលមានពាក្យចាស់ថាចោះទឹកកពើឡើងលើខ្លាអញ្ចឹងទៅអញ្ចឹងក្នុងករណីដែលកំពែងទឹកហ្នឹងគឺប្រើប្រាស់សម្រាប់ការពារប្រាសាទពីចោរឈ្លានពានអញ្ចឹងមានតែច្រកមួយតែប៉ុណ្ណោះដែលអាចចូលមកតាមប្រាសាទបានដែលធ្វើឲ្យបុព្វបុរសងាយស្រួលក្នុងការការពារទីតាំងក៏មានការស្រាវជ្រាវផ្សេងទៀតដែលថាប្រាសាទអង្គរវត្តគឺកសាងក្នុងអត្តន័យតំណាងឲ្យភ្នំព្រះមេរុដែលជាភ្នំអតិទេពហើយកំពែងទឹកហ្នឹងគឺជាសមុទ្រឬក៏ជាទឹកដែលព័ទ្ធជុំវិញនៃស្ថានសួគ៌មួយហ្នឹងពេលនោះយើងរៀនបានប៉ុណ្្នឹងឯងតែកាលពី10ឆ្នាំមុនដោយសារតែបច្ចេកវិទ្យាជឿនលឿនប្រើប្រាស់បច្ចេកវិទ្យាមួយដែលគេហៅថា LiDAR ប្រើប្រាស់កាំរស្មីដែលស្កេនទូទាំងមហានគររបស់ខេត្តសៀមរាបនឹងតែម្ដងតើគេបានរកឃើញអ្វីដែលគេបានរកឃើញវាលើសពីកំពែងក្នុងការការពារទី1ការកសាងប្រាសាទអង្គរវត្តគឺប្រើប្រាស់ថ្មដែលថ្មនីមួយៗមានទម្ងន់រាប់តោនអញ្ចឹងបានន័យថានៅពេលដែលថ្មសង្កត់លើគ្នាកាន់តែច្រើនទម្ងន់គឺកាន់តែខ្លាំងដូច្នេះហើយទៅបុព្វបុរសរបស់ប្រទេសខ្មែររបស់យើងបានប្រើប្រាស់ដីដែលជាប្រភេទខ្សាច់នៅខាងក្រោមតួនាទីមួយរបស់កំពែងទឹកមួយនេះគឺរក្សាស្ថិរភាពស្មើនៃដីដែលទ្រទ្រង់ប្រាសាទអង្គរវត្តកុំឲ្យបាក់ឬក៏តាមបណ្ដាប្រាសាទនានាកុំឲ្យបាក់កុំឲ្យស្រុតកុំឲ្យវាចកុំឲ្យអីឲ្យសោះមានន័យថានៅពេលដែលរដូវដែលខ្វះទឹកទាំងអស់នឹងរត់ចូលទៅខាងក្រោមដើម្បីឲ្យប្រាសាទហ្នឹងមានលំនឹងស្របពេលដែលរដូវដែលសម្បូរទឹកទាំងអស់វានឹងធាក់ចេញពីក្រោមប្រាសាទវិញដើម្បីឲ្យប្រាសាទហ្នឹងនៅតែមានលំនឹងជាជាងការបាក់ការស្រុតការក្នុងបែបផែនមួយណាអញ្ចឹងក្នុងចំណុចនេះមានន័យថាអញ្ចឹងបុព្វបុរសរបស់យើងណាបច្ចេកវិទ្យាមួយនេះគឺច្រើនប្រើនៅប្រទេសជប៉ុនដែលសម្បូរទៅដោយគ្រោះរញ្ជួយដីអញ្ចឹងបច្ចេកវិទ្យាមួយនេះបានប្រើប្រាស់តាំងពីបុរេប្រវត្តិនៅប្រទេសកម្ពុជាបាត់ទៅហើយការពារគ្រោះរញ្ជួយដីឬក៏ការពារក្នុងមហន្តរាយណាមួយដែលបានកើតឡើងដែលធ្វើឲ្យប្រាសាទមួយនេះអាលំឬក៏បាក់បែកដោយវិធីណាមួយអស់ចា៎បងប្អូននេះគ្រាន់តែជាចំណុចមួយនៃកំផែងទឹកមួយហ្នឹងឯណាតែយោងទៅតាមបច្ចេកវិទ្យា LiDAR ក្រោយពីលទ្ធផល scan នៃទីក្រុងទាំងមូលបានបង្ហាញថាប្រព័ន្ធធារាសាស្ត្រពីបារាយណ៍ខាងលិចពីបារាយណ៍ខាងកើតពីកំពែងទឹកទន្លេអ៊ុំពីកំពែងទឹកប្រាសាទអង្គរវត្តឬក៏បណ្ដាប្រាសាទទាំងឡាយនៅក្នុងទឹកដីខេត្តសៀមរាបទាំងមូលគឺជាប្រព័ន្ធដែលតាក់ទិនគ្នាទាំងអស់តាក់ទិនមានន័យថាម៉េចតាក់ទិនមានន័យថាបើយើងនិយាយថាប្រព័ន្ធលូខាងក្រោមបារាយណ៍ហ្នឹងដែលទឹកទាំងអស់គឺរត់ឆ្លងកាត់គ្នាគឺជាប្រព័ន្ធទឹករបស់ប្រទេសមួយរបស់ទីក្រុងមួយតែម្ដងបងប្អូនទាំងអស់គ្នាអញ្ចឹងហើយទើបបានទឹកនៅតាមបណ្ដាប្រាសាទអត់រីងសោះតែម្ដងទោះក្នុងស្ថិតនៅក្នុងរដូវណាក៏ដោយក៏អត់រីងដែរដោយសារតែទឹកទាំងអស់វាមានផ្លូវរបស់វាដែលតភ្ជាប់គ្នាទាំងអស់មិនមែនជ្រាបតាមដីទេណាតែគឺជាប្រព័ន្ធលូតែម្ដងជាប្រព័ន្ធផ្លូវទឹកធារាសាស្ត្រតែម្ដងដែលបរទេសបានប្រកាសប្រាប់ថាបើភាសាអង់គ្លេសយើងនិយាយថា the most advanced hydraulic city in the world មានន័យថាជាទីក្រុងមួយដែលមានទំនើបកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រជាទីក្រុងធារាសាស្ត្រអស់ចា៎បងប្អូនថងចំណុចហ្នឹងហើយដែលកាលពីជំនាន់មុនកាលយើងរៀនតើគ្រូឬក៏បច្ចេកវិទ្យាជំនាន់នោះបានប្រាប់យើងតាក់ទិនពីអាហ្នឹងទេគឺអត់បានប្រាប់ទេវាជារបបកំហើញចាស់តែដោយសារតែបច្ចេកវិទ្យាថ្មីបានចូលមកបានបញ្ជាក់អំពីរបបកំហើញថ្មីយោងទៅតាមបច្ចេកវិទ្យាយើងបានឃើញមួយជ្រុងទៀតអញ្ចឹងហើយទើបបានខ្ញុំតែងតែនិយាយថាអូបងប្អូនទាំងអស់គ្នាសម្រាប់ខ្ញុំផ្ទាល់តែម្ដងគឺខ្ញុំមិនស្កប់ចិត្តតែប៉ុណ្ណោះព្រោះវាមានអាចកំបាំងច្រើនពេកដែលរងចាំឲ្យអ្នកដែលជំនាញបច្ចេកវិទ្យាដែលហុចផលឲ្យឬក៏របបកំហើញណាមួយទៅស្រាវជ្រាវមើលប្រវត្តិសាស្ត្រជាច្រើនដែលតាក់ទិនអាចអាយុកាលវែងជាងនឹងថែមទៀតឬក៏មានអាចកំបាំងស៊ីជម្រៅជាងអ្វីដែលយើងបានរៀននៅអ្វីដែលយើងបានឃើញនៅអ្វីដែលគ្រូបាអាចារ្យរបស់យើងបង្រៀន
ត្រង់ចំណុចនេះផងដែរប្រព័ន្ធធារាសាស្ត្រមួយនេះបើសិនជាយើងបងប្អូនសិក្សាឬក៏ search internet អីចឹងណាបងប្អូននឹងឃើញថាការពីជំនាន់អង្គរវត្តកាពេលសាងសង់អង្គរវត្តនឹងបងប្អូនដឹងទេថាតើស្ថិតិដែលគេបានរកឃើញពីមុនស្ថិតិស្មានគឺមានប្រជាជនប្រហែលប្រមាណ7សែនទៅ9សែននាក់តែប៉ុណ្ណោះបើសិនជាបងប្អូនបន្តស្រាវជ្រាវសួរថាតើអង្គរវត្តប្រើប្រាស់មនុស្សប្រហែលប៉ុន្មាននាក់ដើម្បីកសាងនេះជាអ្វីដែលមុខវិទ្យាឯកទេសតែងតែនិយាយតាមសភៅហើយនឹងរៀនតគ្នាណាគឺវាប្រស៊ីគ្នាជាមួយនឹងទិន្នន័យមួយនឹងដើម្បីកសាងអង្គរវត្តបានគឺប្រើប្រាស់ប្រហែលប្រមាណជាមនុស្ស3សែននាក់ទៅ350,000នាក់បងប្អូនអាចប្រៀបធៀបស្ថិតិបានទេ7សែនទៅ9សែនគឺជាស្ថិតិរបស់ទីក្រុងមួយតែម្ដងហើយស្ថិតិដែលត្រូវការកសាងប្រាសាទអង្គរវត្តគឺចំនួន3សែនទៅ35,000នាក់350,000នាក់តើបងប្អូនចម្លែកនៅតួលេខមួយហ្នឹងឯងបងប្អូនបើសិនជាបងប្អូនបើយើងគិតណាថាបុព្វបុរសរបស់យើងគឺជាអ្នកកសាងទាំងអស់តែម្ដងអញ្ចឹងបានន័យថាប្រើប្រាស់កម្លាំងកម្មករប្រហែលជាប្រមាណកន្លះក្រុងហ្នឹងដើម្បីកសាងនគរមួយហ្នឹងណាអញ្ចឹងនៅសល់តែកន្លះក្រុងទៀតហ្នឹងតើសមហេតុផលទេបងប្អូនសាកពិចារណាថងចំណុចហ្នឹងមើលវាសមស្របនឹងអាចឲ្យយើងទទួលយកបានទេបងប្អូនអាចនិយាយថាតែអ្នកកសាងទាំងអស់គឺសុទ្ធសឹងតែជាឆ្លើយសឹកឬក៏ឆ្លើយសង្គ្រាមឬក៏ទាសករលក្ខនឹងលក្ខឥឡូវបើខ្ញុំនិយាយថាឆ្លើយសឹកនិងឆ្លើយសង្គ្រាមចុះណាបងប្អូនចំនួនសរុបថា3សែនទៅ350,000នាក់ហ្នឹងសិតតែជាឆ្លើយសឹកហើយឆ្លើយសង្គ្រាមចុះអញ្ចឹងបងប្អូនទាំងអស់គ្នាកន្លែងចំណុចនេះខ្ញុំគិតឈួតណាបងប្អូនអាចពិចារណាតាមខ្ញុំក៏បានដែរឬក៏អត់ក៏បានដែរបើសិនជាស្ថិតិដែលគេស្មាននៅចំនួននោះគឺ7សែនទៅ9សែននាក់តែឆ្លើយសឹកមាន3សែននាក់តើ3សែននាក់ហ្នឹងរាប់បញ្ចូលនៅក្នុង7សែនឬទៅ9សែននាក់ហ្នឹងដែរឬអត់បើសិនជាអត់បានរាប់ទេអញ្ចឹងខ្ញុំថា9សែនចុះ9សែនទៅ3សែននាក់បើ3សែននាក់ហ្នឹងសុទ្ធសឹងតែជាទាសករហើយឆ្លើយសឹកណាបើចង់បះបោលតើគិតយ៉ាងម៉េចសាកពិចារណាកន្លែងហ្នឹងណាបងប្អូនបងប្អូនអាចថា3សែនទៅ350,000នាក់ហ្នឹងមិនមែនច្បាស់តែទាសករសុទ្ធណាមានអ្នកចូលរួមដែរតាមានអ្នកអីដែរតាចុះស្នាដៃតើស្នាដៃរបៀបម៉េចតើបំពាក់បំពន់ការឆ្លាក់របៀបម៉េចឬក៏របៀបម៉េចវាទៅតែមានចម្ងល់ជាច្រើនដែលសម្រាប់ខ្ញុំវាអត់ទូទាត់គ្នាឬក៏វាអត់ស៊ីសងគ្នាណានេះបើយើងរៀនទៅតាមសភៅតែតាមបច្ចេកវិទ្យា LiDAR យោងទៅតាមការស្កេនបានឃើញប្រព័ន្ធធារាសាស្ត្រទាំងមូលហើយបច្ចេកវិទ្យា LiDAR បានស្កេននៅជើងតសដែលបន្សល់តាំងពីបរមបុរាណមករាប់ទាំងអស់ស្ថិតិដែលគេស្មាននៅក្នុងទឹកដីអង្គរវត្តអាចចន្លោះពី2លានទៅ5លាននាក់អញ្ចឹងត្រង់ចំណុចនេះរបបកំហើញ10ឆ្នាំមុនណាហើយបកទៅការ30ឆ្នាំមុនដែលយើងកំពុងតែរៀនតើមានភាពខុសគ្នាបែបណាតើដែលខ្ញុំអត់ប្រកែកទេថាបុព្វបុរសរបស់ខ្មែរយើងគឺជាអ្នកកសាងប្រាសាទអង្គរវត្តទោះត្រង់អ្វីដែលខ្ញុំព្យាយាមប្រកែកនៅពេលនេះឬក៏ជាជំហររបស់ខ្ញុំគឺអាចកំបាំងមិនទាន់រកឃើញជាក់លាក់នៅឡើយទេការពិតដ៏ជាក់ស្ដែងបង្កប់នៅក្នុងទីតាំងដែលយើងនឹកស្មានមិនដល់